741,800 ឆ្នាំជំពូកទី741,800 ឆ្នាំអ្នកបកប្រែជាបកប្រែអ្នកនិពន្ធជាបកប្រែក្នុងមួយប៉ុបរិទ្ធភ្នែកវាមានរយៈពេល800ឆ្នាំហើយចាប់តាំងពីលូហ្វេងត្រូវបានទទួលយកធ្វើជាសិស្សក្នុងនាមមេដឹកនាំទីក្រុងដែលមានភាពវឹកវរមានការប្រយុទ្ធគុណវុឌ្ឍិកម្រិតចាស់ដែលពីផ្សេងទៀតសកលលោកពិតរៀងរាល់សតវត្សស្មើនឹង300ឆ្នាំនៅក្នុងទីក្រុងវឹកវរបឋមដោយមិនមានការសង្ស័យលូហ្វេងនៅតែទទួលបានលេខ1រាល់ពេលអ្វីៗផ្សេងទៀតគឺធម្មតាសរុបមកលូហ្វេងបាននៅទីនេះអស់រយៈពេលជាង900ឆ្នាំមកហើយសកលលោកពិតប្រាកដជាង3,000 ឆ្នាំក្នុងអំឡុងពេលនេះបូឡានបានក្លាយជាម្ចាស់ដែនតំបន់បឋមហើយរងជនបានក្លាយជាម្ចាស់ដែនដំបូងដាច់ខាតចក្រវាឡនិមិត្តនៅក្នុងកោះមួយក្នុងលំហដ៏ពិសេសមួយដោយមានរាជវាំងរួមគ្នាវាពិតជាស្រស់ស្អាតខ្លាំងណាស់ជាទីតាំងដ៏ស្រស់ស្អាតបំផុតលោកគ្រូចៅវាយមកវិញហើយពន្លឺជាច្រើនបានហោះកាត់កោះភ្លាមនារីស្រស់ស្អាតជាច្រើនអ្នកនិងអ្នកផ្សេងទៀតបានប្រញាប់ប្រញាល់ចូលទៅក្នុងសកលលោកនិមិត្តនៅពេលដែលពួកគេទទួលបានព័ត៌មានពីមិត្តភក្តិរបស់ពួកគេហើយរូបភាពស្រមោលបានពេញកោះជំរាបសួរលោកគ្រូបុគ្គលិកនិងស្ត្រីជាង100លានអ្នកបានលុតជង្គង់គោរពហាសំណាច់ឈ្មោះបានបន្លឺឡើងពេញកោះបុរសដ៏ស្រស់ស្អាតមានអារក្សម្នាក់ឈរនៅចំពោះមុខពួកគេគាត់គឺជាអធិរាជយ៉ានស៊ូអ្នកភ្នែករបស់យ៉ានស៊ូឆេះដោយភាពឆ្កួតគាត់បានដើរក្នុងចំណោមមនុស្សរាប់រយលានដែលលុតជង្គង់នៅចំពោះមុខគាត់ហើយជ្រើសរើសពួកគេពី3នាក់ដោយធម្មតាមកជាមួយខ្ញុំគាត់បានបញ្ជាបាទបុរសនិងស្ត្រីជាង1000នាក់ដែលគាត់បានរើសបានដើរតាមគាត់ប៉ុន្តែភ្នែករបស់ពួកគេមានការភ័យខ្លាចចាប់តាំងពី3,000 ឆ្នាំមុនមកព្រះចៅអធិរាជយ៉ានស៊ូចាស់របស់ពួកគេនឹងមិនសូម្បីតែចូលមកក្នុងចក្រវាឡនិមិត្តនោះទេគឺចូលមកតែម្ដងក៏រៀងរាល់សតវត្សហើយភាគច្រើនស្នាក់នៅក្នុងរយៈពេលត្រឹមតែ1ខែប៉ុណ្ណោះរាល់ពេលដែលគាត់មកគាត់នឹងរកគ្រប់វិធីដើម្បីបញ្ចេញខ្យល់គ្មានបុគ្គលិកណាម្នាក់ហ៊ានតទល់ទេមានសម្លេងនៃការឈឺចាប់និងការតក់ស្លុតការស្រែកហូរនិងសម្លេងគ្រប់ប្រភេទពីវាងបន្ទាប់ពីមួយរយៈគាត់បានជក់ស្នាមប្រឡាក់ឈាមចេញពីបបោមាត់របស់គាត់ហើយពាក់អាវែងលើរាងកាយអាក្រាតរបស់គាត់ពេលគាត់ដើរដោយជើងទទេរាងកាយរបស់គាត់បានភ្លឺខណៈដែលគាត់បានទៅដល់សាលមួយយ៉ាងលឿននិងអង្គុយក្នុងបល្ល័ង្កខាងលើព្រះជាម្ចាស់បុរស2នាក់និងស្ត្រីម្នាក់ដើរគោរពនៅខាងក្នុងទាំង3នាក់នេះសុទ្ធតែមិនស្លាប់យ៉ានស៊ូដកដង្ហើមធំយ៉ាងធូរស្រាលការជាប់គុកនៅក្នុងគុកផ្កាយទី9ពិតជាគួរឲ្យខ្លាចណាស់គាត់ត្រូវបានគេកំណត់ឲ្យជាប់គុក1,000 សម័យជាធម្មតាវាមិនមានវិធីដើម្បីជាប់ទៅនិមិត្តនោះទេបន្តែងសកលពីខាងក្នុងតំបន់ទាំងមូលត្រូវបានហាមឃាត់ដោយប្រព័ន្ធពីការជាប់ទោះយ៉ាងណាក៏ដោយគាត់គឺជាអធិរាជយ៉ានស៊ូហើយឪពុករបស់គាត់គឺស៊ីហួណៃបានទទួលឱកាសសម្រាប់កូនប្រុសរបស់គាត់នឹងអាចចូលទៅក្នុងបន្តែងសកលនិមិត្តរៀងរាល់សតវត្សក្នុងរយៈពេល1ខែគាត់ដឹងពីស្ថានភាពផ្លូវចិត្តរបស់កូនប្រុសគាត់ផងដែរប្រសិនបើគាត់នឹងត្រូវជាប់ទាំងនៅទីនោះរយៈពេល1,000 សម័យដោយគ្មានទំនាក់ទំនងអ្វីទាំងអស់គាត់ប្រហែលជាឈួតឬបាត់បង់ស្មារតីទោះជាយ៉ាងណាក៏ដោយការដែលអាចចូលទៅក្នុងសកលនិមិត្តជារៀងរាល់សតវត្សដើម្បីបញ្ចេញវាចេញនិងជួយសម្រាលបញ្ហាខ្ញុំគ្រាន់តែមានឱកាសរៀងរាល់សតវត្សអ្នកលេងល្បែងផ្សេងទៀតទាំងអស់ត្រូវប្រយុទ្ធគ្នាដើម្បីស្វែងរកវិធីដើម្បីមានឱកាសភ្ជាប់ទំនាក់ទំនងតំការហើយពួកគេទទួលបានត្រឹមតែ1ថ្ងៃខ្លីប៉ុណ្ណោះឱកាសថេរៀងរាល់100ឆ្នាំនិង1ខែប្រសិនបើពួកគេដឹងពួកគេពិតជាច្នៃមែនវាគ្រាន់តែជាការរំភើបជាមួយនឹងការប្រៀបធៀបឋាននរកទី9គុកផ្កាយដែលពិតជាសុបិនអាក្រក់អ្នកដែលត្រូវបានគេបិទជាប់ក្នុងខ្លួនគឺជាអ្នកដែលបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ធ្ងរហើយអ្នកទាំងអស់នោះមានឥទ្ធិពលខ្លាំងណាស់អ្នកទាំង3ចូលរាយការណ៍មកខ្ញុំនៅព័ត៌មាននៃសតវត្សកន្លងមកនេះបានលោកម្ចាស់ដែល Fluid Dojo បានរៀបចំឲ្យអ្នកចាត់ការម្នាក់ទៀតនៅ Wulong Starfield ដែលជាអធិរាជគីលីដើម្បីជំនួសអ្នកគាត់ទៅតែចូលកាន់តំណែងនេះអស់ប្រសពការបង្ហាញរបស់យ៉ានស៊ូកាន់តែធ្ងន់អធិរាជដល់ជាងដែលជាកូនរបស់ណៃស៊ីហួរបានដឹកនាំក្រុមអានលីងឆ្ពោះទៅកាន់អានលីងបន្តជាមួយនឹងរបាយការណ៍ដោយសារអ្វីទាំងអស់នេះត្រូវបានរៀបចំយ៉ាងល្អជាមុនយ៉ានស៊ូអាចអានបានយ៉ាងងាយស្រួលនិងរហ័សដោយខ្លួនឯងទោះជាយ៉ាងណាក៏ដោយគាត់រីករាយនឹងការដឹកនាំពួកគេពីទីខ្ពស់ហើយស្ដាប់ពួកគេរាយការណ៍មកគាត់រីករាយនឹងអារម្មណ៍នេះរបាយការណ៍មួយបន្ទាប់ពីមួយផ្សេងទៀតបន្ទាប់ពីមួយរយៈតាក់ទងទៅនឹងសិស្សរបស់ទ្រូយ៉ានបានស្ថិតក្នុងទីក្រុងដ៏ច្របូកច្របល់ក្នុងរយៈពេល100ឆ្នាំកន្លងមកនេះដោយមិនមានចលនាអ្វីឡើយសិស្សរបស់ព្រះអង្គដែលជាអធិរាជដែលស្រែកទឹកឈាមពិបាកនឹងរកឃើញចំពោះសិស្សតូចបំផុតរបស់គាត់លូហ្វេងគាត់នៅតែវឹកហាត់នៅទីក្រុងដែលមានភាពវឹកវរដំបូងគាត់នៅលើយ៉របស់គាត់ស្ទើរតែរាល់ថ្ងៃការវឹកហាត់នៅលើយ៉ដូចជាមនុស្សល្ងង់មែនទេគាត់ពិតជាគិតថាគាត់អាចបញ្ចប់គម្រោងទី1នៃ Nansen 7 Phong ក្នុងរយៈពេល3,000 ឆ្នាំមែនទេគាត់ត្រូវតែសុបិនសិស្សម្នាក់ឈ្មោះមេក្រុងគាត់ខឹងខ្លាំងណាស់គាត់មានអារម្មណ៍ថាអយុត្តិធម៌ក្នុងខ្លួនគាត់ត្រូវបានគេដាក់ទោសដោយសារតែលូហ្វេងត្រូវរងទុក្ខនៅក្នុងគុកកនរកអស់1,000 សម័យប៉ុន្តែលូហ្វេងនេះពិតជាបានក្លាយជាសិស្សម្នាក់ក្នុងនាមមេដឹកនាំទីក្រុងដែលមានភាពវឹកវរទាំងនេះជាកម្រិតវាសនាពីរខុសគ្នាទាំងស្រុងតើគាត់អាចមានអារម្មណ៍ធូរស្រាលដោយរបៀបណាបន្ទាប់ពីនោះរាល់ពេលដែលគាត់បានចូលសកលលោកនិមិត្តរៀងរាល់100ឆ្នាំម្ដងស្ទើរតែគ្រប់របាយការណ៍ដែលគាត់ទទួលបានពីលូហ្វេងគឺគាត់វឹកហាត់នៅលើយ៉របស់គាត់រក្សាសុបិន3ខែបន្ទាប់ពីយ៉ានស៊ូបានទទួលរបាយការណ៍របស់គាត់ពីកូនតូចៗរបស់គាត់នៅក្នុងកោះកូលន់របស់សកលនិមិត្តកោះធុនដឺវាជាចំណុចប្រមូលទុំនៃអានលីងរបស់ក្រុមហ៊ុន Virtual Universe នៅក្នុងព្រៃមាសខ្ពស់បំផុតរបស់ខ្លួនមានរាជវាំងដ៏អស្ចារ្យមួយដែលពោពេញទៅដោយលំហូរថាមពលនៃភាពវឹកវរនេះគឺជាកន្លែងរស់នៅរបស់មេដឹកនាំទីក្រុងដែលមានភាពវឹកវរព្រះបរមរាជវាំងពោពេញទៅដោយថាមពលចលាចលបឋមដែលអ្នកមើលមិនឃើញហួសពី100ម៉ែត្រគ្រូមេក៏ពូថៅដ៏ធំអោនក្បាលដោយគោរពគាត់នៅតែកាន់ពូថៅដ៏ធំរបស់គាត់នៅលើខ្នងរបស់គាត់ហើយគាត់ក៏មានដៃនិងភ្នែកចំនួន6ផងដែរមានរឿងអីសំឡេងមួយបន្លឺឡើងពីជម្រៅនៃថាមពលបឋមទីហ៊ានពូថៅដ៏ធំបានចាក់ចេញពីទីក្រុងដែលមានភាពវឹកវរតាំងពីយូរយារមកហើយដូច្នេះហើយគាត់បានបង្រៀនលូហ្វេងពីសកលលោកនិមិត្តគ្រប់ពេលតាមធម្មជាតិគាត់បានរាយការណ៍ទៅទីក្រុងអ្នកដឹកនាំនៅក្នុងសកលលោកនិមិត្តផងដែរអ្នកអនុញ្ញាតឲ្យខ្ញុំផ្ដល់ការណែនាំដល់លូហ្វេងចំពោះគាត់ខ្ញុំមានរឿងខ្លះដែលត្រូវរាយការណ៍ FUAC នៃនិយាយដោយគោរពនិយាយសំឡេងបន្លឺឡើង
ខ្ញុំបានបង្រៀនគាត់រៀងរាល់10ឆ្នាំម្ដងប៉ុន្តែខ្ញុំបានរកឃើញថាលួហ្វេងនេះគឺចម្លែកណាស់គាត់បាននិយាយថាចម្លែកពន្យល់មេកពូថៅដ៏ធំបាននិយាយនៅឯធម្មពលចលាចលដំបងដែលមិនចេះចប់ដោយគោរពថាបាទនៅពេលដែលខ្ញុំកំពុងបង្រៀនគាត់ខ្ញុំបានរកឃើញថាល្បឿននៃការកែលម្អរបស់គាត់គឺពិតជាគួរឲ្យភ័យខ្លាចណាស់ទោះបីជាបញ្ហាជាច្រើននឹងរារាំងគាត់បន្តិចក៏ដោយគាត់តែងតែទូលាយវាយ៉ាងឆាប់រហ័សរាល់ពេលមិនមានអ្វីដែលពិតជាបានឃុំខ្លួនគាត់ក្នុងរយៈពេល3ខែកន្លងមកនេះហើយបច្ចុប្បន្ននេះគាត់ចិត្តនឹងបញ្ចប់កម្រិតទី1នៃគម្រោងណានសិន7ហើយចិត្តបញ្ចប់ហើយបាទទីហ៊ានពូថៅដ៏ធំបាននិយាយដោយគោរពមេដឹកនាំទីក្រុងបានឈរនៅចំពោះមុខអ្នកជីពូថៅដ៏ធំនេះជាបុរសម្នាក់ដែលមានរថយន្តដែលមានកម្លាំងខ្លាំងក្លាខុសប្លែកពីមនុស្សដែលត្រឡប់មកវិញក្នុងទីក្រុងវត្តដំបងគាត់បានប្រឡេកមើលមេកពូថៅដ៏ធំតើអ្នកគិតថាគាត់នឹងចំណាយពេលប៉ុន្មានដើម្បីបញ្ចប់វាបើគាត់លឿនកន្លះឆ្នាំបើយឺតប្រហែល3ឆ្នាំមើលទៅហាក់ដូចជាខ្ញុំមើលស្រាលគាត់នៅពេលខ្ញុំផ្ដល់ឲ្យគាត់3.000ឆ្នាំមេដឹកនាំទីក្រុងញញឹមជាមួយនឹងស្នាមញញឹមនោះវាមានអារម្មណ៍ដូចជាលំហទាំងមូលដែលនៅរស់ឡើងវិញមើលទៅអ្នកនឹងទទួលបានក្មេងម្នាក់ទៀតអ្នកជីសេកដ៏ធំសម្បើមក៏ញញឹមដែរទេពកោសល្យរបស់លួហ្វេងនៅក្នុងផ្លូវព្រះស័ក្តិពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ទោះបីជាគម្រោងណានសិន7គឺជាសៀវភៅណែនាំបន្តបណ្ដាលថ្នាក់កម្ពុជាក៏ដោយក៏មិនមានថេបលេខដើម្បីយោងឬអ្វីទាំងអស់វាអាចសិក្សាបានច្រើនបំផុតហើយសម្រាប់ជូលៀលួហ្វេងអាចទូលាយបានយ៉ាងងាយវាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់អនាគតរបស់គាត់គឺគ្មានដែនកំណត់មេក្រុងញញឹមហើយងក់ក្បាល800ឆ្នាំ3000ឆ្នាំផ្នែករបស់គាត់ភ្លឺដោយពេញចិត្តអ្វីត្បិតតែល្បឿនធ្វើឲ្យប្រសើរឡើងនៃច្បាប់លំហនិងមានរបស់លួហ្វេងគឺឋានសួគ៌សម្រាប់អ្នកដឹកនាំទីក្រុងដែលមានភាពច្របូកច្របល់វាគឺជាមធ្យមហើយនៅក្នុងផ្លូវរបស់សត្វនេះវាបានធ្វើឲ្យគាត់ពេញចិត្តយ៉ាងខ្លាំង3ខែបន្ទាប់ពីការសន្ទនារបស់ UAC ជាមួយមេដឹកនាំទីក្រុងនៅលើយ៉កក្នុងទីក្រុងដែលមានភាពវឹកវរលួហ្វេងអង្គុយរៀងជើងស្រាប់តែមាត្រដ្ឋានបំផន់បានលើកឡើងលើកទៅរាងកាយរបស់គាត់មួយរំពេចនោះមានសត្វចចកមានស្នែងមួយគ្របលើខ្លួនរបស់វានេះជាការបំផន់របស់សត្វដេរឆានរញ៉េរញ៉ៃគាត់ស្រាប់តែបើកភ្នែកឡើងហើយថ្នាំពីរបានបាញ់ចេញមកវាគឺជាធម្មពលដ៏គួរឲ្យភ័យខ្លាចគម្រោងណានសិន7ហៅផងដែលថា Wisbot 7 Technique វាគឺជាវិធីនៃការលុបហាត់ដើម្បីបង្កើតរូបធាតុរបស់សត្វនៅពេលដែលមនុស្សម្នាក់បានបញ្ចប់កម្រិតទី7នោះគាត់នឹងអាចផ្លាស់ប្ដូរទៅជាព្រះសត្វកម្រិតទី7នេះគឺជាការស្រមើស្រមៃសិក្សាវាមិនទាន់បានបញ្ចប់ទេហើយលួហ្វេងមានអារម្មណ៍អំពីធម្មពលរបស់វារួចទៅហើយខ្លាំងឬព្រួយញាតិដ្ឋានកម្រិតទី1បានបញ្ចប់លួហ្វេងបើកភ្នែករបស់គាត់ហើយសម្លឹងមើលរាងកាយរបស់គាត់ខាងក្រោមក្នុងអំឡុងពេល800ឆ្នាំនេះគាត់ក៏ធ្លាប់សិក្សាពីសរសៃនៃជញ្ជីងផងដែរដូច្នេះហើយគាត់ក៏ត្រូវបានហុំព័ទ្ធដោយសរសៃដែលខ្ជិតខ្ជាយជាច្រើនផងដែរកាយអ្នកដឹកនាំទីក្រុងបានផ្ដល់ឲ្យខ្ញុំ3.000ឆ្នាំដើម្បីបញ្ចប់វាប៉ុន្តែខ្ញុំបានបញ្ចប់វារួចហើយក្នុងរយៈពេល800ឆ្នាំលួហ្វេងរីករាយវាទាំងអស់អរគុណចំពោះវត្តមានរបស់ព្រះសត្វរូបសំណាកព្រះសត្វលួហ្វេងសប្បាយចិត្តខណៈពេលដែលគាត់កំពុងរត់ហាត់គាត់បានរកឃើញថាវត្តមានរបស់សត្វដែលគាត់ចាប់បានរាប់លានដងពីការយកតម្រាប់តាមរូបសំណាកបានជួយគាត់យ៉ាងច្រើនការបន្តបណ្ដាលគម្រោងណានសិន7ចុងក្រោយគឺសម្រាប់ការប្រើប្រាស់ហើយចាប់តាំងពីគាត់អាចធ្វើបានរួចទៅហើយវាមានសម្លេងល្អនិងធ្វើឲ្យផ្នែកមាត្រដ្ឋានទី1កាន់តែងាយស្រួលលើពីនេះគាត់អាចមើលឃើញជញ្ជីងពីរូបសំណាកក៏ស្ទើរតែដូចបានឃើញសត្វដេរឆានដូច្នេះការកែលម្អរបស់គាត់គឺលឿនជាងបន្ទាប់ពីបានខ្លួននៅអត្ថប្រយោជន៍នៃវត្តមានរបស់សត្វដេរឆានហើយគាត់បានធ្វើតាមធម្មជាតិនៃរូបសំណាករបស់សត្វកំពុងដេកការយល់ដឹងរបស់គាត់អំពីច្បាប់នៃការលាយបញ្ចូលគ្នាបានកើនឡើងកាន់តែច្រើននៅពេលដែលគាត់ចាប់តាមយល់វាជាធម្មជាតិការចាប់យកវត្តមានរបស់គាត់កាន់តែងាយស្រួលដោយមិនដឹងអ្វីសោះគាត់បានចម្លងរូបសំណាករាប់ពាន់លានដងដើម្បីចាប់យកវាទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីយល់អំពីច្បាប់នៃការលាយបញ្ចូលគ្នាវាគ្រាន់តែចំណាយពេលរាប់សិបលានដងនៃការធ្វើត្រាប់តាមដើម្បីសម្រេចបានលទ្ធផលដូចគ្នាវត្តមានរបស់ព្រះសត្វនិងច្បាប់ផ្សំគ្នាត្រូវបានភ្ជាប់គ្នាមនុស្សកាន់តែច្រើនយល់ពីច្បាប់នៃការលាយបញ្ចូលគ្នាប្រសិទ្ធភាពនៃការគ្រប់គ្រងនៃវត្តមានរបស់សត្វគឺកាន់តែខ្ពស់មនុស្សម្នាក់កាន់តែចាប់កាន់វត្តមានរបស់ព្រះសត្វកាន់តែច្រើនគាត់នឹងអាចយល់ពីច្បាប់រួមគ្នាកាន់តែច្រើនលួហ្វេងតែងតែរក្សាវត្តមានរបស់សត្វដេរឆានដែលស្ថិតនៅពីលើច្បាប់នៃការបញ្ចូលគ្នាទាំងការជំរុញគ្នាទៅវិញទៅមកដើម្បីទទួលបានលទ្ធផលល្អបំផុតដូចជាអញ្ចឹងវាយកតែគាត់800ឆ្នាំដើម្បីបញ្ចប់កម្រិតទី1គាត់ប្រាកដណាស់ក្នុងរយៈពេល800ឆ្នាំនេះអត្ថប្រយោជន៍របស់គាត់ក៏មានច្រើនដែរពិភពលោកខាងក្នុងរបស់គាត់បានរីកចម្រើនដល់កម្រិតរបស់វាដែលមានអង្កត់ជិត90លានគីឡូម៉ែត្រសត្វស្នែងមាននិងសត្វសពម៉ូសាក៏បានឈានដល់វគ្គលោកម្ចាស់កម្រិតទី9ដល់ពេលទៅសួរសុខទុក្ខចង្វាយក្រុមហើយគាត់ទៅស៊ូគាត់បានលោតចុះពីយ៉ហើយចុះទៅផ្លូវដើរ742សិស្សជំពូកទី742សិស្សអ្នកបកប្រែ Translation Nation Editor Translation Nation នៅក្នុងវិមានរបស់មេដឹកនាំទីក្រុងមហាសេដ្ឋីលួហ្វេងមេក្រុងបានបញ្ជាឲ្យអ្នកចូលមុនពេលអ្នកមកដល់លួហ្វេងញញឹមរួចដើរចូលពេលមើលទៅក្នុងគាត់គេចាប់ផ្ដើមពិភាក្សាគ្នាចូលដោយមិនចាំបាច់មានការផ្ទៀងផ្ទាត់ក្រៅពីបុគ្គលតិចតួចពួកគេសុទ្ធតែជាសិស្សរបស់មេក្រុងតើលួហ្វេងបានក្លាយជាសិស្សពិតឬទេទំនងណាស់បញ្ជារបស់មេដឹកនាំទីក្រុងមិនយូរប៉ុន្មានទេគាត់តែទទួលយកលួហ្វេងធ្វើជាសិស្សលួហ្វេងឈរនៅក្នុងទីធ្លាទល់មុខនឹងប្រាសាទដ៏វឹកវរបឋមគាត់បានបោះជំហានឆ្លងកាត់ញាក់សាច់ពេលវេលានឹងលំហូរប្រែប្រួលហើយគាត់បានបង្ហាញខ្លួននៅក្នុងមានរហស្ថានដ៏ធំល្វឹងល្វើយសាកសពប្រណាំងរាប់លានរូបទៀតបានពីពេញដីមានរូបស្រមោលអង្គុយកាត់ជើងនៅខាងក្នុងអ្នកគ្រូលួហ្វេងក្រោកឡើងហើយអោនក្បាលដោយគោរពដោយមិនជន់លើសាកសពណាមួយឡើយស្រមោលបានក្រោកឡើងគាត់ងាកទៅមើលលួហ្វេងទោះបីជាមានទឹកមុខមិនល្អក៏ដោយភ្នែករបស់លោកមានភាពទន់ភ្លន់និងកក់ក្ដៅគាត់ញញឹមហើយងក់ក្បាលថាតើអ្នកបានបញ្ចប់កម្រិតទី1ទេខ្ញុំទើបតែបានបញ្ចប់ផ្នែកមាត្រដ្ឋានទី1របស់វាដូច្នេះហើយខ្ញុំបានមកការិយាការជូនអ្នកភ្លាមមនុស្សចាស់ទី9របស់អ្នកបាននិយាយថាអ្នកនឹងនៅទីនេះលឿនបំផុតក្នុងរយៈពេលកន្លះឆ្នាំយឺតបំផុតក្នុងរយៈពេល3ឆ្នាំខ្ញុំមិនរំពឹងថាអ្នកនឹងមកទីនេះបន្ទាប់ពី3ខែចំនួននោះទេគាត់ងក់ក្បាលគម្រោងទី1សម្រាប់ខ្ញុំបាទលួហ្វេងនិយាយដោយគោរព
តាមពិតក្នុងរយៈពេល800ឆ្នាំនៃការល្បីនេះទោះបីជាគាត់បានបញ្ចប់ផ្នែកមេត្រដ្ឋានកម្រិតទី1ក៏ដោយតាមពិតគាត់ទៅតែទទួលបានការយល់ដឹងពីគម្រោងទី1ប៉ុណ្ណោះចំពោះការប្រើប្រាស់បច្ចេកទេសវិញគាត់មិនបានរៀនអ្វីសោះការយល់ដឹងអំពីច្បាប់គឺសាមញ្ញថាការប្រើប្រាស់ក៏មានសារៈសំខាន់ផងដែរលោកហ្វេងគិតថាមកមុនដើម្បីជួបមេក្រុងដោយមកដោយគ្មានបច្ចេកទេសអ្វីទាំងអស់ជាសំណាងល្អជាធម្មតាខ្ញុំអនុញ្ញាតឲ្យសត្វស្នែងមានវឹកហាត់ជាមួយវាហើយរាងកាយមនុស្សរបស់ខ្ញុំបានវឹកហាត់នៅក្នុងសកលនិមិត្តជាញឹកញាប់លាវាជាមួយបច្ចេកទេសក្តាប់រំហោ3.000ទីបំផុតខ្ញុំអាចយល់ពីការប្រើប្រាស់ជាមូលដ្ឋានបំផុតលោកហ្វេងសប្បាយចិត្តក្នុងចិត្តញាក់សាច់ថាមពលហ្សែននៅក្នុងខ្លួនគាត់បានវិលជំវិញនៅពេលដែលស្រទាប់នៃជញ្ជីងបានលេចឡើងនៅលើផ្ទៃនៃរាងកាយរបស់គាត់ពួកគេថែមទាំងចាប់តាមលេចឡើងនៅលើដៃរបស់គាត់ទៀតផងរាល់ការឆ្លាក់របស់ជញ្ជីងគឺដូចគ្នាទៅនឹងរូបសំណាកព្រះសត្វដែលកំពុងដេកដែរប៉ុន្តែភាពខុសគ្នាតែមួយគត់គឺវាតូចជាងអ្នកដឹកនាំទីក្រុងញញឹមនៅពេលនេះលោកហ្វេងបានក្លាយទៅជាសត្វរាងជាមនុស្សដែលគ្របដណ្ដប់ជាជញ្ជីងដោយថាមពលដ៏ខ្លាំងក្លារបស់វាបានលេចក្របបាក់តំបន់នោះអាចនិយាយបានថាជាព្រះសត្វដ៏សាមញ្ញការផ្លាស់ប្ដូររកទោះជាយ៉ាងណាកម្រិតអំណាចរបស់គាត់បានកើនឡើងយ៉ាងខ្លាំងមេឃហែកក្រញាំលោកហ្វេងប្រញាប់ទៅមុខយ៉ាងខ្លាំងក្លាគាត់ដៃស្តាំរបស់គាត់គ្របដណ្ដប់ដោយជញ្ជីងបានតោងទៅមុខស្ទើរតែដោយសត្វស្នែងមានដែលបញ្ចេញបច្ចេកទេសគូឡាលំហនៅក្នុងប្រាសាទបាក់បែកបានរង្គោះរង្គើយ៉ាងខ្លាំងក្លាស្រមោលប្រញាំជើងដ៏ធំគួរឲ្យខ្លាចដែលព្រាវបានហែកចេញពីលំហហើយបែកខ្ចាត់ខ្ចាយតាមក្រោយបន្ទាប់ពីបញ្ចេញចលនាជញ្ជីងនៅលើរាងកាយរបស់គាត់ភ្លាមចាប់តាមត្រឡប់ទៅជាថាមពលហ្សែនហើយបាននៅក្នុងខ្លួនរបស់គាត់ដោយទទួលបានទម្រង់ដើមរបស់គាត់ឡើងវិញអ្នកគ្រូលោកហ្វេងនិយាយដោយគោរពការងារប្រញាំជើងរបស់អ្នកមិនអាក្រក់ទេអ្នកដឹកនាំទីក្រុងមកក្បាលដោយពេញចិត្តអ្នកទៅតែបានយល់អំពីទម្រង់មាត្រដ្ឋានទី1តាក់ទងនឹងការប្រើប្រាស់អ្នកអាចប្រើវានៅក្នុងអាវុធវិញ្ញាណការងារដែលជាដើមសម្រាប់ការប្រើប្រាស់ផ្សេងដូចជាសម្រាប់ចលនានិងការការពារទោះបីជាយ៉ាងណាក៏ដោយបច្ចេកទេសនៃការប្រើប្រាស់ទាំងនេះក៏ត្រូវមានការបន្តបណ្ដាលផងដែរការងារប្រញាំរបស់អ្នកមិនអាក្រក់ក៏តែសោះលោកហ្វេងមានការភ្ញាក់ផ្អើលនៅខាងក្នុងតើវាអាចខ្សោយទេប្រញាំជើងដែលហែកមេឃគឺជាសញ្ញាបត្ររបស់គាត់ដែលគាត់ទទួលបានពីការសិក្សារូបភាពព្រះសត្វនិងការវឹកហាត់អស់រយៈពេលជាយូរទោះបីជាសត្វស្នែងនេះបានធ្វើត្រាប់តាមរូបសំណាករាប់ពាន់លានដងក៏ដោយក៏ក្នុងអំឡុងពេលនោះវាបានប្រើប្រញាំជើងហែកមេឃជានិច្ចដើម្បីចាប់យកវត្តមានរបស់សត្វនេះចាប់ពីថ្ងៃនេះតើអ្នកនឹងក្លាយជាសិស្សទី32របស់ខ្ញុំអ្នកដឹកនាំទីក្រុងបានសង្កត់ធ្ងន់សិស្សជំរាបសួរលោកគ្រូលោកហ្វេងលុតជង្គង់ចុះមេក្រុងមើលមកក្មេងលេងភ្លេងដែលលុតជង្គង់នៅមុខគាត់បើប្រៀបធៀបនឹងអាយុវែងនិងអំណាចរបស់គាត់ការលេងភ្លេងនេះពិតជាតូចនិងខ្សោយតាមពិតវាដូចជាកឪពុកម្ដាយនិយាយទៅកាន់កូនរបស់គាត់ជាធម្មតាពួកគេតែងតែមើលស្រាលពួកគេខ្លាំងបំផុតតាមពិតទៅពួកគេយកចិត្តទុកដាក់ចំពោះកូនរបស់ពួកគេទាំងអស់ទោះជាយ៉ាងណាក៏ដោយជាធម្មតាកូនទៅគឺជាកូនដែលពួកគេបានយកចិត្តទុកដាក់បំផុតតាមធម្មជាតិរឹកស្ដីមួយចំនួនសិស្សសរុបដែលមេដឹកនាំទីក្រុងមានរួមទាំងលោកហ្វេងមានត្រឹមតែ32នាក់ប៉ុណ្ណោះមានតែ27នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតដែលក្នុងនោះ25នាក់ជាណៃហើយខ្ញុំគឺជាកំពូលអធិរាជអ្នកចុងក្រោយគឺលោកហ្វេងដែលតូចជាងគេនិងខ្សោយជាងគេពួកទៅរកសិស្សតូចបំផុតអ្នកដឹកនាំទីក្រុងនឹងមើលថែបន្ថែមទៀតហើយពេលឃើញលោកហ្វេងលុតជង្គង់នៅចំពោះមុខគាត់នៅថ្ងៃនេះគាត់ស្រាប់តែមានអារម្មណ៍ថាហាក់ដូចជាកំពុងសម្លឹងមើលការលេងភ្លេងដ៏រស់រវើករបស់គេពីមុនមកKD មេទីក្រុងមិនអាចជួយអ្វីបានឡើយថែមទាំងមានអារម្មណ៍ឈឺចាប់និងខឹងសម្បាដូចដែលគិតដល់ KD ដែលគាត់ក៏ជាសិស្សពិតរបស់គាត់ដែរការនោះក្រុមអ្នកចម្បាំងប្រកូលខំបានវាឆ្មក់គាត់ហើយធ្វើឲ្យគាត់ចាញ់តាមពិតទៅនៅពេលដែលនរណាម្នាក់ឈានដល់កម្រិតអំណាចរបស់មេដឹកនាំទីក្រុងការសម្លាប់សិស្សរបស់គាត់គឺពិបាកណាស់ទោះបីជាគេត្រូវគេសម្លាប់ហើយប្រឡឹងគេក៏ត្រូវបំផ្លាញដែរអ្នកដឹកនាំទីក្រុងអាចបញ្ជាពេលវេលាទៅចំណុចមុនពេលស្លាប់របស់សិស្សរបស់គាត់ដោយធ្វើឲ្យគាត់រស់ឡើងវិញជាការពិតណាស់ការបញ្ជាពេលវេលាគឺពិបាកខ្លាំងណាស់ហើយវាបានប្រឆាំងនឹងច្បាប់សកលលោកទាំងអស់ដូច្នេះហើយជាលទ្ធផលវានឹងមានប្រតិកម្មសរុបមកពេលវេលាបញ្ជាគឺជារឿងពិបាកធ្វើណាស់ហើយទង្វើនេះមិនអាចគ្រប់គ្រងបានទេវាមិនមែនបែបនេះទេដែលអ្នកស្លាប់ទាំងអស់អាចរស់ឡើងវិញលោកគេនេះដោយមានអ្នកចម្បាំងប្រកូលបានរៀបចំអ្វីគ្រប់យ៉ាងអ្នកដឹកនាំទីក្រុងនៅតែចាញ់សិស្សរបស់គាត់ក្រោយឡើងមេក្រុងនិយាយយ៉ាងស្រទន់លោកហ្វេងក៏រកប្រតិបត្តិតាមរួមទាំងអ្នកក្នុងចំណោមសិស្សទាំង32នាក់ដែលខ្ញុំធ្លាប់មាន5នាក់បានដួលរួចហើយកម្រិតកំពូលអធិរាជអ្នកនៅតែទន់ខ្សោយទោះជាយ៉ាងណាខ្ញុំជឿថាអ្នកនឹងឈានដល់ចំណុចកំពូលអធិរាជដោយងាយលោកហ្វេងបានឮពីថានៅតែខ្សោយគាត់មិនអាចជួយបានប៉ុន្តែនិយាយទៅកាន់ខ្លួនឯងខ្សោយគាត់បានរស់នៅក្នុងទីក្រុងដ៏វឹកវរបំផុតអស់រយៈពេលជាង900ឆ្នាំប៉ុន្តែជាង3.000ឆ្នាំបានកន្លងផុតទៅនៅក្នុងសកលលោកពិតប្រាកដយោងទៅតាមពេលវេលារបស់ផែនដីគាត់មានអាយុជាង3000ឆ្នាំហើយ3.000ឆ្នាំនៃការកើនឡើងចំនួនប្រជាជននៅលើផែនដីបានឈានដល់កម្រិតមិនគួរឲ្យជឿពួកគេបានបំពេញកាឡាក់ស៊ីវិធីមីទីទាំងមូលសូម្បីតែឈានដល់កាឡាក់ស៊ីផ្សេងទៀតដែនកំណត់នៃចំនួនប្រជាជនភាគច្រើនគឺទឹកដីនិងអាហារជាដើមបើគ្មានការរឹតបន្តឹងទាំងនេះទេកុលសម្ព័ន្ធតូចមួយដែលមាន10អាចឈានដល់ជាង100លានយ៉ាងងាយស្រួលក្នុងរយៈពេល1.000ឆ្នាំដូច្នេះហើយជាមួយនឹងរយៈពេល3.000ឆ្នាំបានកន្លងផុតទៅចំនួនមនុស្សនៅលើផែនដីនិងមនុស្សនៅក្នុងគ្រួសារលោកបានផ្ទុះឡើងដល់កម្រិតមួយហើយជាមួយនឹងលោកហ្វេងនៅក្នុងទីតាំងដ៏ខ្ពស់បែបនេះនៅលើផែនដីនេះគ្រួសាររបស់គាត់ក៏មានកិត្យានុភាពដូចគ្នាដែរមនុស្សជាច្រើនបានហៅគាត់ថាជាបុព្វបុរសបុរាណដោយហៅគាត់ថាជាមនុស្សពិសិដ្ឋនៃផែនដីដូទោះជាយ៉ាងណានៅចំពោះមុខមេដឹកនាំក្រុងគាត់នៅតែទន់ខ្សោយគាត់បានដឹងថាមេក្រុងមិនខុសទេបើប្រៀបធៀបទៅនឹងអ្នកដឹកនាំទីក្រុងឬអ្នកជិះសេចក្ដីកម្រិតនៃសត្វទាំងនោះអ្នកណាដែលមិនទាន់មានជីវិតលើពី100លានឆ្នាំនឹងត្រូវចាត់ទុកថាតូចចាប់ពីថ្ងៃនេះតទៅអ្នកអាចបញ្ជូនដោយផ្ទាល់ទៅកាន់ព្រះបរមរាជវាំងរបស់ខ្ញុំនៅលើកោះធននើចំណែកឯទីនេះភាពចលាចលបឋមបានបំផ្លាញបើគ្មានការបញ្ជាពីខ្ញុំទេអ្នកមិនចាំបាច់មកទីនេះទេបាទលោកគ្រូទូហ្វេងនិយាយដោយគោរព ម្យ៉ាងទៀតនៅថ្ងៃដែលអ្នកទៅដល់ម្ចាស់ផ្នែកនិងថ្ងៃដែលអ្នកសម្រេចចិត្តចាកចេញពីទីក្រុងដែលមានភាពវឹកវរដំបូងសូមមកទីនេះមេដឹកនាំទីក្រុងបាននិយាយបាទដួលហ្វេងចងចាំថាថ្ងៃដែលលោកខ្លាយជាម្ចាស់វិស័យនឹងជាថ្ងៃដែលលោកចាកចេញពីទីក្រុងដ៏វឹកវរមកសួរសុខទុក្ខគ្រូក្រុងគាត់អ្នកអាចចាកចេញឥឡូវនេះ
គាត់ញញឹមដោយប្រងើយកន្តើយសិទ្ធិអំណាចរបស់អ្នកត្រូវបានកើនឡើងអ្នកអាចស្វែងរកព័ត៌មានបន្ថែមជាច្រើនទាក់ទងនឹងអ្វីដែលអ្នកចង់ដឹងតាមរយៈបណ្ដាញសកលនិម្មិតចាប់ពីពេលនេះតទៅសិទ្ធិជប់សម្រាប់លូហ្វេងបានឆ្លើយតបដោយរីករាយស៊ូមេក្រុងបានបញ្ជូនលូហ្វេងចេញពីប្រាសាទភ្លាមមានតែមេក្រុងប៉ុណ្ណោះដែលត្រូវបានគេទុកចោលនៅក្នុងទីស្ងាត់ជ្រងំប្រឡេកមើលប្រាសាទដ៏ធំល្វឹងល្វើយសាកសពអ្នកចម្បាំងប្រណាំងរាប់លានរូបនៅជុំវិញគាត់អង្គុយចុះដោយជើងម្ខាងទៀតយ៉ាងស្ងៀមស្ងាត់លូហ្វេងមានអារម្មណ៍ថាពេលវេលានឹងលំហូរប្រែប្រួលនៅចំពោះមុខគាត់កំពុងឈរភ្លាមនៅច្រកចូលនៃទីធ្លាដែលបាក់បែកដ៏វឹកវរខ្ញុំនៅតែគិតថាខ្ញុំនឹងទទួលបានរង្វាន់ខ្លះបន្ទាប់ពីខ្លាយជាសិស្សពិតលូហ្វេងគិតហើយសាយទូយ៉ាងណាគាត់បានប្រាប់ខ្ញុំឲ្យទៅលេងគាត់នៅពេលដែលខ្ញុំខ្លាយជាម្ចាស់ផ្នែកនឹងនៅពេលដែលខ្ញុំហៀបនឹងចាក់ចេញពីទីក្រុងក៏តែមានហេតុផលពិសេសមួយចំនួនប្រសិនបើមិនមានទេយើងអាចជួបគ្នានៅក្នុងសកលលោកនិមិត្តអាជ្ញាធរកានឡើងលូហ្វេងសប្បាយចិត្តពេលគាត់ដើរក្នុងគេហដ្ឋានដើរចេញពីទីនោះយ៉ាងលឿនហើយត្រឡប់ទៅយកស្ងាត់របស់គាត់បានអង្គុយដោយជើងម្ខាងហើយភ្លាមនោះបានបញ្ជូនខ្សែនៃស្មារតីចូលទៅក្នុងសកលនិមិត្តដើម្បីពិនិត្យមើលព័ត៌មានទាក់ទងនឹងក្នុងមេឃដំបូងជាមួយនឹងកម្រិតផ្សេងនៃអាជ្ញាធរបរិមាណនៃព័ត៌មានគឺខុសគ្នាដោយធម្មជាតិទោះបីជាគាត់ជាសមាជិកតំបន់បុព្វកាលពីមុនក៏ដោយគាត់នៅតែរកមិនឃើញច្រើនគាត់ក៏មិនអាចរកឃើញអ្វីអំពីសម្ព័ន្ធភាពផងដែរហើយស្ថានភាពនៃអ្នកដឹកនាំទីក្រុងដែលមានភាពវឹកវរដំបូងគឺខ្ពស់ណាស់អាជ្ញាធរច្បាស់ជាខុសគ្នាខ្ញុំទទួលបានព័ត៌មានលម្អិតច្រើនឥឡូវនេះគាត់អង្គុយកាត់ជើងហើយញញឹមតំបន់ Primal Sky Mountain ហេមានពិបាកណាស់កម្រិតសកលក្នុងមេឃក្នុងតំបន់បឋមមនុស្សម្នាក់ត្រូវតែមានសមត្ថភាពឆ្លងកាត់កម្រិតទី12នៃស្ពានឋានសួគ៌ដើម្បីឆ្លងកាត់កម្រិតចាស់ដែនក្នុងមេឃក្នុងតំបន់បឋមមនុស្សម្នាក់ត្រូវតែមានសមត្ថភាពឆ្លងកាត់កម្រិតទី16នៃស្ពានឋានសួគ៌ដើម្បីឆ្លងកាត់កម្រិតចាស់វិស័យក្នុងមេឃនៃតំបន់បឋមមួយត្រូវមានសមត្ថភាពក្នុងការឆ្លងកាត់កម្រិតទី20នៃស្ពានឋានសួគ៌ដើម្បីឆ្លងកាត់លូហ្វេងបានមើលព័ត៌មានហើយមិនអាចជួយបានប៉ុន្តែលាន់មាត់ស្វិតក្នុងមេឃនៃតំបន់បុព្វកាលពិតជាពិបាកបំផុតដោយប្រើពាក្យពិតរបស់យ៉ាងពួកគេមិនមានចេតនាទុកឲ្យអ្នកពូកែរំលងវាទេមានតែមនុស្សពូកែដែលខាត10លានសម័យប៉ុណ្ណោះដែលមានចំនួនតិចណាស់ដែលបានឆ្លងកាត់ពួកគេពីមុនមកជាការពិតណាស់ទេកសល10.0005មិនមានសមត្ថភាពបែបនេះទេ743 Sector Load Resource ចំពុកទី743រង្វាន់ផ្នែកធនធានព្រះអង្គម្ចាស់អ្នកបកប្រែ Translation Nation Editor Translation Nation លូហ្វេងអង្គុយនៅតុរបស់គាត់ហើយមើលកុំព្យូទ័រយួរដៃរបស់គាត់អេក្រង់បង្ហាញព័ត៌មានលម្អិតអំពីតំបន់បឋមក្នុងមេឃវាពិបាកណាស់លូហ្វេងបាននិយាយទៅកាន់ខ្លួនឯងអាណាព្យាបាលនៃភ្នំមេឃនៃតំបន់បឋមត្រូវបានបំបែកទៅជាជើងភ្នំកណ្ដាលនិងកំពូលគ្រប់កម្រិតទាំងអស់សុទ្ធតែមានអ្នកប្រយុទ្ធកោចូលវិញ្ញាណអាភានអ្នកអាននិងអ្នកបំផន់ពួរធ្វើការជាមួយគ្នាជើងភ្នំងាយស្រួលបំផុតកណ្ដាលពិបាកជាងហើយកំពូលភ្នំគឺសាមញ្ញមួយត្រូវតែឆ្លងកាត់ពួកគេទាំង3ដើម្បីទទួលបានជោគជ័យអាចនិយាយបានថាចេតនានៃភ្នំមេឃគឺមិនអនុញ្ញាតឲ្យនរណាម្នាក់ឆ្លងកាត់នោះទេហើយដូច្នេះហើយពួកគេបានបង្កើតស្តង់ដារខ្ពស់មិនអាចកាត់បានសម្រាប់ទាំងអស់គ្នាទោះយ៉ាងណាក៏ដោយមានសត្វចម្លែកមួយចំនួនដូចជាទេពកោសល្យក្នុងមនុស្សជាតិដូចមនុស្សមួយចំនួនក្នុង10លានជំនាន់ដែលបានឆ្លងផុតវាតើខ្ញុំអាចឆ្លងកាត់វាឥឡូវនេះបានទេលូហ្វេងបាននិយាយទៅកាន់ខ្លួនឯងយោងតាមសៀវភៅណែនាំទម្រង់ណានសិន7ពេលដែលខ្ញុំបំពេញទម្រង់ខ្នាតទី1ខ្ញុំគួរតែមានការយល់ដឹងអំពីច្បាប់ដូចទៅនឹងកម្រិតទី15នៃស្ពានឋានសួគ៌អញ្ចឹងគួរតែអាចឡើងដល់កម្រិតទី16ពេលដែលខ្ញុំប្រើវត្តមានព្រះស័ក្តិនោះកម្លាំងរបស់ខ្ញុំអាចនឹងកើនឡើងថែមទៀតលូហ្វេងបានគិតនេះគឺជាទ្រឹស្ដីដែលជាសមរភូមិពិតតែមានកត្តាជាច្រើនទៀតដូចជាស្ថានភាពផ្លូវចិត្តការគ្រប់គ្រងខ្លួនឯងជាដើមនេះគឺជាការវាយប្រហារជាក្រុមពីអ្នកប្រយុទ្ធអ្នកអានវិញ្ញាណនិងអ្នកបំផន់ដរាបណាមនុស្សម្នាក់រងឥទ្ធិពលខ្លះដោយអ្នកបំផន់នោះគាត់អាចនឹងត្រូវគេសម្លាប់ដោយងាយបន្ទាប់ពីមើលតាមរយៈទិន្នន័យនៃភ្នំមេឃនៃតំបន់បឋមនោះលូហ្វេងបានចាប់ផ្ដើមស្វែងរកព័ត៌មានអំពីរង្វាន់ធនធានចាស់វិស័យខ្ញុំបានឮថារង្វាន់សម្រាប់ចៅហ្វាយនាផ្នែកបឋមនឹងគួរឲ្យភ្ញាក់ផ្អើលទេពកោសល្យទាំងអស់ក៏មានទាំងអស់របស់ពួកគេសម្រាប់រង្វាន់ជាក់លាក់នេះលូហ្វេងញញឹមខ្ញុំមិនដឹងថាវាគួរឲ្យតក់ស្លុតនេះទេទិន្នន័យដ៏ធំបានលេចឡើងភ្លាមនៅលើអេក្រង់អាជ្ញាធរជាន់ខ្ពស់ច្បាស់ជាខុសគ្នាលូហ្វេងពេញចិត្តមុនពេលខ្លាយជាសិស្សរបស់មេដឹកនាំទីក្រុងដែលមានភាពវឹកវរដំបូងនៅពេលដែលគាត់ស្វែងរកវាទទេទាំងស្រុងប៉ុន្តែឥឡូវនេះវាបានបង្ហាញព័ត៌មានយ៉ាងច្រើនចុចបើការស្រែកទាំងតក់ស្លុតនោះមិនទំនងតតែសោះបាទលូហ្វេងដកដង្ហើមធំចង្អុលនឹងចុចអេក្រង់រួចបើកឯកសារមួយចាស់វិស័យនេះគឺជារយៈពេលបន្តបណ្ដាលដ៏សំខាន់បំផុតវិធីដែលក្រុមហ៊ុន Virtual Universe ចិញ្ចឹមបីបាច់ទេពកោសល្យរបស់ខ្លួននៅកម្រិតសកលពួកគេគ្រាន់តែធ្វើការបន្តបណ្ដាលនិងរស់នៅក្នុងតំបន់សម្ងាត់នៅកម្រិតដូមេនលោកពួកគេត្រូវបានផ្ដល់បេសកកម្មមួយចំនួននិងក្រុមឆ្នាំមួយវានៅតែមានសុវត្ថិភាពជារួមដោយគ្មានគ្រោះថ្នាក់អ្វីទាំងអស់ទោះបីជាយ៉ាងណាក៏ដោយវាត្រូវការការសាកល្បងនិងទុកលំបាកសម្រាប់ការរីកចម្រើនពិតប្រាកដអ្នកចម្បាំងដាច់ខាតត្រូវតែត្រូវបានបង្កើតដោយសង្គ្រាមនិងការប្រយុទ្ធជាច្រើនដូច្នេះហើយសកលលោកក្នុងតំបន់បឋមនិងកម្រិតម្ចាស់ដែលមិនទទួលបានរង្វាន់ច្រើនទេរង្វាន់ពិតមកនៅកម្រិតម្ចាស់នៃវិស័យបឋមពួកគេគឺបែបនេះបន្ទាប់ពីខ្លាយជាម្ចាស់ផ្នែកបឋមនៃតំបន់និងចូលរួមក្នុងសមរភូមិវគ្គជម្រុះទី1ចំណាត់ថ្នាក់ទី1នឹងផ្ដល់រង្វាន់ឯកលានពិន្ទុចំណាត់ថ្នាក់លេខ2លេខ10នឹងមានក៏រង្វាន់300លានពិន្ទុចំណាត់ថ្នាក់ទី11 100នឹងមានរង្វាន់100លានពិន្ទុពិតប្រាកដណាស់រង្វាន់ទាំងនេះមានសម្រាប់តែការចូលរួមលើកទី1ទី2ទី3ទី10សូម្បីតែលេខ100ក៏មិនមានរង្វាន់អ្វីដែរចំពោះអ្វីដែលម្ចាស់វិស័យត្រូវតែគេអាចប្រើពិន្ទុដើម្បីដោះដូរបានឆ្លាតគ្រប់គ្រាន់ចៅហ្វាយគ្រប់វិស័យទាំងអស់ត្រូវការសៀវភៅដៃនិងកំណត់ផ្សេងគ្នាដូច្នេះហើយពួកគេគ្រាន់តែកពិន្ទុគ្រាន់តែទម្លាយពួកគេនឹងក្លាយជាអ្នកថ្មីនៅក្នុងកម្រិតចៅហ្វាយនាផ្នែកបឋមបើប្រៀបធៀបទៅនឹងមនុស្សចាស់ដែលជាប់ចំណាត់ថ្នាក់ទី1នឹងទទួលបាន1000លានពិន្ទុនោះពិតជាលំបាកណាស់តឹងតែងណាស់អ្នកដែលទទួលបាន300លានពិន្ទុប្រហែលជាមានតិចតួចណាស់លូហ្វេងគិតថាខ្ញុំ100លានអ្នកនឹងក្លាយជាភាគច្រើនពិន្ទុមានតម្លៃណាស់
ដោយសារកំណត់ទ្រព្យរបស់ក្រុមហ៊ុន Virtual Universe មានកំណត់ទ្រព្យជាច្រើនដែលត្រូវដោះដូរជាមួយនឹងពិន្ទុសូម្បីតែអធិរាជពិតយ៉ាងដ៏មានឥទ្ធិពលគាត់បានប្រើពិន្ទុដើម្បីផ្លាស់ប្តូរសម្រាប់ពាក់កណ្ដាលទី1នៃគម្រោង Nansen 7សម្រាប់លក់ហ្វេងហើយនៅពេលក្រោយកម្លាំងទិញរបស់ពួកគេនឹងកាន់តែខ្លាំងដូចជាផ្លែឈើជីវិតឬគ្រឿងសព្វាវុធ Nansen រួមជាមួយរបស់ថោកផ្សេងទៀតវាពិតជាមិនមានតម្លៃទេក្នុងការដោះដូរជាមួយនឹងពិន្ទុធាតុដែលមានតម្លៃនៅឯធាតុចម្រុះអាចត្រូវការ10ពិន្ទុទោះយ៉ាងណាក៏ដោយនៅពេលដែលរបស់មានតម្លៃថ្លៃកាន់តែច្រើនចំណុចចាប់ផ្ដើមបង្ហាញពីអត្ថប្រយោជន៍របស់វាដូចជាមានដែលចាត់ទុកជាមុខប្រសិនបើវាត្រូវបានដេញថ្លៃក្នុងតម្លៃ 1.5 ត្រេ2លានធាតុចម្រុះជាមួយនឹងសិទ្ធិអំណាចបច្ចុប្បន្នរបស់លួហ្វេងគាត់អាចទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើននៅពេលប្រើពិន្ទុរបស់គាត់ដើម្បីផ្លាស់ប្តូរវាដោយប្រើតែ500.000ពិន្ទុដើម្បីដូរយក Flame Watt Bowl នៅពេលនេះកម្លាំងតែមួយពិន្ទុគឺច្រើនជាមួយធាតុចម្រុះហើយមានរបស់របរជាច្រើនដែលមិនអាចទិញបានដោយលុយដូច្នេះហើយអ្នកដែលមិនទាន់ស្លាប់នឹងបន្តលុយរបស់ពួកគេទៅជាសៀវភៅដៃនឹងកំណត់ជាដើមខ្ញុំ100លានពិន្ទុកម្លាំងទិញលើសពីខ្ញុំ100លានធាតុចម្រុះប្រហែល10លានធាតុចម្រុះចាស់នៃវិស័យបឋមទាំងអស់នៅពេលដែលពួកគេខ្លាយជាមនុស្សដែលមិនចេះស្លាប់សូម្បីតែអ្នកទន់ខ្សោយបំផុតជាធម្មតាខ្លាយជាអ្នកគ្មានកម្រិតផ្លូវការហើយពួកគេប្រាកដជាខ្លាយជាអ្នកមានច្រើនជាងគេក្នុងចំណោមអ្នកដែលមិនទាន់ស្លាប់ក្នុងកម្រិតផ្លូវការលួហ្វេងបានគិតពិតប្រាកដណាស់ពិន្ទុត្រូវចំណាយនៅទីនោះចំណុចទាំងនេះត្រូវបានកត់ឲ្យដោយមិនគិតថ្លៃដោយក្រុមហ៊ុននិមិត្តសម្រាប់ម្ចាស់ផ្នែកតំបន់បឋមប្រើប្រាស់ដើម្បីឲ្យពួកគេបង្កើនកំណើនរបស់ពួកគេជាអតិបរមាបន្ទាប់ពីអ្នកគ្រប់គ្រងផ្នែកចំនួន100នៅក្នុងតំបន់បឋមវាបានបន្ថែមត្រឹមតែជាង10,000លានពិន្ទុឬដូចនេះក្រុមហ៊ុន Virtual Universe អាចទិញបានយ៉ាងងាយស្រួលវាគ្រាន់តែដោយសារតែចៅហ្វាយនាយផ្នែកតំបន់បឋមនឹងត្រូវបានផលិតឥតឈប់ឈរហេតុដូច្នេះហើយពួកគេបានកំណត់ការចែកចាយលួហ្វេងបន្តមើលព័ត៌មានស្ដីពីរង្វាន់ម្ចាស់វិស័យផ្នែករបស់លួហ្វេងភ្លឺក្រុមហ៊ុន Virtual Universe បានផ្ដល់ការលើកទឹកចិត្តបន្ថែមមួយបន្ទាប់ពីឆ្លងកាត់កម្រិតសកលលោកក្នុងមេឃក្នុងតំបន់បឋមមនុស្សម្នាក់នឹងទទួលបាន100លានពិន្ទុនៅពេលគាត់ឈានដល់កម្រិតម្ចាស់វិស័យបន្ទាប់ពីឆ្លងកាត់ Domain Low Level Primary Region Sky Mountain 1.3 Billion Point 1 Heritage Sector Low Level បន្ទាប់ពីឆ្លងកាត់តំបន់ Low Level Primary Region Sky Mountain ម្នាក់នឹងទទួលបាន100,000លានពិន្ទុភ្លាមព្រះជាម្ចាស់ខុសខើលលួហ្វេងដកដង្ហើមធំនេះជាចំនួនដ៏ច្រើនអាយ៉ាចិត្តល្អបាតាលើកស្មារបស់គាត់ធម្មតាទេបាឆ្លងភ្នំមេឃក្នុងតំបន់ដ៏មានភាពលំបាកប៉ុណ្ណាទៅជាធម្មតាមានតែទេពកោសល្យដ៏កម្រនៃ10លានសម័យប៉ុណ្ណោះដែលអាចធ្វើវាបានដោយធម្មជាតិពួកគេនឹងផ្ដល់ពិន្ទុបន្ថែមដល់ទេពកោសល្យទាំងនេះការរៀបចំនេះប្រហែលជាដោយសារពួកគេព្រួយបារម្ភថាអ្នកមានទេពកោសល្យនឹងចាប់ផ្ដើមខ្លាំងហើយខ្សោយហើយធ្លាក់នៅពេលក្រោយដូច្នេះពួកគេក៏រង្វាន់ខ្ពស់នៅពេលក្រោយលួហ្វេងបួកក្បាលដើម្បីជោគជ័យក្នុងវិស័យ Low Primary Region Sky Mountain ដែលទាមទារសមត្ថភាពឆ្លងផុតកម្រិតទី20នៃស្ពានអាកាសនេះគឺត្រឹមតែមួយកម្រិតប៉ុណ្ណោះក្នុងការខ្លាយជាណៃពេលដែលម្ចាស់វិស័យបែបនេះទូលាយរហូតដល់ស្លាប់គាត់ប្រហែលជាឈានដល់កម្រិតអធិរាជយ៉ាងភ្លាមឱកាសរបស់គាត់ក្នុងការខ្លាយជាទាហានក៏មានខ្ពស់ដែរដូច្នេះការផ្ដល់ពិន្ទុ100,000លានដើម្បីចិញ្ចឹមគាត់គឺជារឿងធម្មតាលួហ្វេងត្រឡប់មកវិញហើយដេកលើសាឡុងសិក្សារបស់គាត់លើកកៅស្រាទេពកោសល្យធនធានចរិតលក្ខណៈការជួបមនុស្សម្នាក់មិនអាចខ្វះអ្វីទាំងអស់ដើម្បីខ្លាយជាអ្នកចម្បាំងដាច់ខាតក្នុងចំណោមការប្រណាំងរាប់លានលួហ្វេងដកដង្ហើមធំដែលវាជួយក្រុមហ៊ុន Universe ខិតខំប្រឹងប្រែងដើម្បីចិញ្ចឹមអ្នកចម្បាំងនាពេលអនាគតរង្វាន់ខ្ពស់បំផុតគឺនៅលើភ្នំមេឃពីព្រោះនេះជាអ្វីដែលជាធម្មតាមានតែទេពកោសល្យ10លានសម័យប៉ុណ្ណោះអាចព្យាយាមបានចំពោះមនុស្សដែលមានទេពកោសល្យភាគច្រើននេះមិនមែនជាការពិតសម្រាប់ពួកគេក៏តែសោះចៅហ្វាយនាយផ្នែកតំបន់បឋមរង្វាន់របស់ពួកគេក៏ខ្ពស់ដែរនេះគឺជាការពិតជាងនេះទៅទៀតព្រោះវាជាគោលដៅរបស់មនុស្សពូកែរាប់មិនអស់សម្រាប់ម្ចាស់ផ្នែកនៃការចាប់តាមដាច់ខាតនឹងតំបន់មេឃនិងដីពួកគេក៏នឹងទទួលបានរង្វាន់ផងដែរនៅក្នុងការប្រយុទ្ធជំរុំលើកទី1របស់ពួកគេប៉ុន្តែវាទៀតជាងច្រើនតោះពិនិត្យមើលអ្វីដែលអាទិទេពនៃពិភពលោកកម្រិតពីទាមទារលួហ្វេងគិតថាអាទិទេពនៃលោកនេះគឺជាបច្ចេកទេសដ៏អស្ចារ្យវាអាចបង្កើនកម្លាំងទោះជាយ៉ាងណាក៏ដោយធនធានដែលត្រូវការសម្រាប់បច្ចេកទេសនេះគឺពិបាកពេកហើយតម្លៃគឺមិនទំនងក៏តែសោះមានអាជ្ញាធរជាន់ខ្ពស់ជួយប្រាកដមានកំណត់ទ្រព្យជាច្រើនដែលខ្ញុំរកមិនឃើញពីមុនមកឥឡូវនេះខ្ញុំអាចរកវាបានទាំងអស់លួហ្វេងសប្បាយចិត្តជាមួយនឹងសិទ្ធិអំណាចដ៏ខ្ពង់ខ្ពស់របស់គាត់កំណត់ក៏មានច្រើនទៀតលំអិតជាងនេះទៅទៀតគាត់បានរកឃើញសម្ភារៈដែលគាត់ត្រូវការយ៉ាងងាយស្រួលសម្រាប់អាទិទេពនៃពិភពលោកកម្រិត2ទោះជាយ៉ាងណាការគណនាពិន្ទុព្រះរបស់ខ្ញុំលួហ្វេងដកដង្ហើមធំតោះសាក់លបងក្នុងមេឃនៃតំបន់បុព្វកាលគ្មានជំរឿទេគាត់ប្រពេកសូម្បីតែបន្ទាប់ពីគាត់ខ្លាយជាកម្រិតម្ចាស់វិស័យក៏ដោយគាត់នឹងទទួលបានតែ50លានធាតុចម្រុះជាសាច់ប្រាក់ប៉ុណ្ណោះការចិញ្ចឹមបីបាច់វត្តទំនាក់ទំនងកពកនឹងរុក្ខជាតិស៊ីកាយប្រៀបដូចជាការចិញ្ចឹមរណ្ដៅដៃគ្មានបាតអ្វីដែលមិនសមហេតុផលបំផុតគឺនៅតែជាអាទិទេពនៃពិភពលោកគ្រាន់តែរោងសត្វកាន់លូស៊ីមួយក្បាលមានតម្លៃ12លានពិន្ទុនៅក្នុងឃ្លាំងកំណត់មានរបស់ដែលមានតម្លៃថ្លៃជាងនេះទៀតដែលទាមទារអ្វីក៏ដោយដែលគាត់រកមិនឃើញពីមុនពួកគេទាំងអស់នៅទីនោះឥឡូវនេះទោះជាយ៉ាងណាក៏ដោយតម្លៃរបស់ពួកគេគឺគួរឲ្យអស់សំណាចជាង Filter កាន់លូស៊ីទៅទៀតដើម្បីបញ្ចប់កម្រិតទី2នេះចំនួនពិន្ទុដែលត្រូវការនឹងលើសពី10,000លានពិន្ទុចំណែកកម្រិតទី3គាត់មិនហ៊ានទៅដល់ថ្នាក់នឹងទេដោយមានសិទ្ធិអំណាចគាត់នៅតែអាចរកឃើញតែសារធាតុផ្សំ3មុខគត់ដែលគាត់ត្រូវការសម្រាប់វាហើយអ្វីផ្សេងទៀតនៅតែលាក់ទុកវាគ្មានអ្វីចម្លែកទេអ្នកដែលស្ថិតក្នុងចំណោមម្ចាស់ផ្នែកសត្វស្នែងមាសស្ទើរតែគ្មាននរណាម្នាក់បានបញ្ចប់កម្រិតទី2ទេតើសត្វស្នែងមាសតូចមានទ្រព្យសម្បត្តិច្រើនជាងមនុស្សដោយរបៀបណាចំនួននៃកំណត់ទ្រព្យដែលក្រុមហ៊ុននិមិត្តសកលបានប្រមូលបានគឺពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ទោះជាយ៉ាងណាក៏ដោយទាំងនេះមកពីអ្នកចម្បាំងដាច់ខាតរាប់មិនអស់ដែលប្រថុយជីវិតរបស់ពួកគេដើម្បីទទួលបានវត្ថុទាំងនេះបន្ទាប់ពីឆ្លងកាត់ភ្នំមេឃក្នុងតំបន់បឋមខ្ញុំនឹងទទួលបាន3,000លានពិន្ទុលួហ្វេងបានបាត់ខ្លួនភ្លាមពីការសិក្សារបស់គាត់នៅក្នុងលំហកណ្ដាលនៃតំបន់ភ្នំមេឃមានភ្នំដ៏អស្ចារ្យចំនួន3ឈរនៅចំកណ្ដាលដីដ៏ធំល្វឹងល្វើយហើយនៅលើពួកវាមានពណ៌មាសភ្លឺចែងចាំងមេឃនឹងដីតែខាតការចាប់តាមនឹងតំបន់បុព្វកាលដែលតំបន់ព្រៃម៉ាភ្នំមេឃគឺច្បាស់ជាខ្ពស់បំផុត
ស៊ូលួហ្វេងបានបង្ហាញខ្លួននៅលើដីដោយខ្លួនឯងដោយហោះយ៉ាងលឿនឆ្ពោះទៅកាន់ភ្នំមេឃក្នុងតំបន់បឋមគាត់ចុះមកជើងភ្នំហើយមើលទៅលើភ្នំដែលលាតសន្ធឹងតាមពពកបន្ទាប់មកគាត់មើលទៅជើងភ្នំដែលមិនឆ្ងាយប៉ុន្មានភ្នំមានថ្មដ៏ធំមួយដូចជាសត្វគោដេកលើដីក្បែរនោះមានពូថៅដ៏ធំពណ៌ស្វាយងងឹតវាមានអារម្មណ៍ថាវាត្រូវបានបង្កើតឡើងពីការបង្ហូរឈាមរាប់មិនអស់ហើយវាបានធ្វើឲ្យមនុស្សម្នាក់ញាប់ក្នុងខ្លួនអ្នកឡើងអបយកឯកមែននិងស្រីពូចិនខ្ញុំចង់ព្យាយាមភ្នំមេឃលួហ្វេងស្រែកបុរសអបដៃដេកលក់យ៉ាងខ្លាំងក៏ស្ទុះឡើងដោយភ្លេចភ្នែកគេមើលទៅគាត់បានឃើញលួហ្វេងអ្នកចង់សាក់លបងមេឃក្នុងតំបន់បឋមភ្នំខំលួហ្វេងលក់ក្បាល744បុគ្គលវិស័យព្រះអង្គចាស់ចំពោះទី744វិស័យបឋមសិក្សាព្រះអង្គចាស់ Translator Translation Nation Editor Translation Nation បុរសអបបានសម្លឹងមុខគាត់ដោយស្រែកយំភ្លាមថាមាននរណាម្នាក់នៅទីនេះដើម្បីព្យាយាមភ្នំមេឃក្នុងតំបន់បឋមពន្លឺពីរបានហោះពីលើវាគឺជាអ្នកអានវិញ្ញាណឯកមែននិងអ្នកបំផន់ស្ត្រីពោះអាណាព្យាបាលទាំង3អ្នកបានប្រមូលផ្ដុំគ្នានៅជើងភ្នំដោយទទួលបានព័ត៌មានពីលួហ្វេងយ៉ាងឆាប់រហ័សលួហ្វេងអ្នកបានឆ្លងកាត់កម្រិតទី13របស់ស្ពានឋានសួគ៌ហើយស្ត្រីពោះញញឹមយ៉ាងទាក់ទាញមហាសេដ្ឋីលួហ្វេងកម្លាំងរបស់អ្នកនៅឆ្ងាយពីគ្រប់គ្រាន់កាត់ផ្ទៃទីដំបងវែងពណ៌មានងងឹតនៅលើខ្នងរបស់លួហ្វេងភ្លាមបានបំបែកជា10.081ដើមមានតូចពន្លឺភ្លើងពណ៌មានចាប់តាមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះបង្កើតជាដើមមានងងឹតប្រវែង3.3ម៉ែត្រនេះគឺជាទម្រង់ទី9ដ៏ល្អឥតខ្ចោះបំផុតនៃអាវុធណានសិនដែលជាការប្រកួតប្រជែងនឹងការមិនស្លាប់សៀងការប្រយុទ្ធបានចាប់តាមភ្លាមទ្រង់សម្លាប់តាំងពីជើងភ្នំរហូតដល់ថ្នាក់កណ្ដាលដោយជោគជ័យទាំងពីរជាន់គឺលួហ្វេងឈរនៅលើយានពពកខ្មៅងងឹតហើយហោះកាត់ផ្លូវភ្នំនៃតំបន់មុខផ្ការដែលលាតសន្ធឹងទៅក្នុងពពកបន្ទាប់ពីហោះហើរបានមួយសន្ទុះទីបំផុតគាត់បានទៅដល់កំពូលពពកបានគ្របដណ្ដប់លើកំពូលភ្នំទាំងមូលគោកំពុងដេកស្រមុកយ៉ាងខ្លាំងនៅទីនោះសត្វពស់កំពុងផឹកស្រាយ៉ាងសប្បាយរីករាយនៅក្នុងដបធំហើយស្ត្រីពស់កំពុងហែលទឹកក្នុងទឹកនៅពេលដែលលួហ្វេងឡើងដល់កំពូលពួកគេទាំង3នាក់បានបាត់ភ្នែកហើយសម្លឹងមើលគាត់កម្រិតកំពូលនេះគឺជាកម្រិតចុងក្រោយនិងពិបាកបំផុតប៉ុន្មានឆ្នាំហើយនាងពស់ដបដង្ហើមធំក្នុងទឹកនាងហែលចេញពីទឹកយឺតដោយតែអាសូតទោះបីជានាងជាស្ត្រីពស់ក៏ដោយនាងពាក់ព័ន្ធណាកាឡូខាងលើបានលាតត្រដាងបន្តិចតាមរយៈអានេះនាងអាចទាក់ទាញបុរសពីគ្រប់ទិសទីយ៉ាងងាយស្រួលបានយូរពេកហើយសំឡេងជាបន្លឺឡើងពីបុរសគោកាយចាប់តាំងពីយើងទាំង3នាក់ត្រូវបានបង្កើតឡើងវាមានរយៈពេល1លានដងហើយចាប់តាំងពីពួកយើងត្រូវបានជំទាស់លួហ្វេងមានការភ្ញាក់ផ្អើលនៅពេលគាត់បានលឺបង្កើតបន្ទាប់ពីនោះគាត់បានយល់ទាំងនេះគួរតែជាអដែលបង្កើតឡើងដោយប្រព័ន្ធសកលនិមិត្តគេត្រូវតែដឹងថាប្រព័ន្ធរបស់ពួកគេគឺឋានសួគ៌ពួកគេអាចយកតម្រាប់តាមច្បាប់នៅកន្លែងដូចជាទីសក្តិភាពសូម្បីតែបង្កើតគូប្រជែងប្រភេទណាក៏ដោយដែលពួកគេបានស្នើសុំដូច្នេះដើម្បីបង្កើតអាណាព្យាបាលនៃមេឃនិងដីការចាប់តាមដាច់ខាតនឹងតំបន់ភ្នំមេឃនេះគ្រាន់តែជាស្នាដៃតូចមួយសម្រាប់ពួកគេរឿងតែមួយគត់គឺថាពួកគេរស់នៅបានយូរដូច្នេះអ្នកខ្លះបានខ្លាយទៅជារស់នៅអរួយហើយអ្នកដែលមានអារម្មណ៍រំជួលចិត្តលូហ្វុងស្ត្រីពស់ប្រឡេកមើលទៅលួហ្វេងសម្លេងរបស់នាងទន់ភ្លន់និងទាក់ទាញទោះបីជាខ្ញុំពិតជាចង់ជជែកជាមួយអ្នកក៏ដោយយើងត្រូវតែបំពេញបេសកកម្មរបស់យើងហើយប្រយុទ្ធដោយកម្លាំងរបស់យើងខ្ញុំក៏ដូចគ្នាដែរលួហ្វេងនិយាយយ៉ាងស្រទន់ញាក់សាច់ដំបងវែងពណ៌មាននៅលើខ្នងរបស់គាត់បានបែកខ្ញែកភ្លាមហើយក្លាយជាដៅវែងពណ៌មាសក្នុងពេលជាមួយគ្នានោះជញ្ជីងបានលេចឡើងពីពេញរាងកាយរបស់គាត់ហើយគាត់ភ្លាមបានក្លាយទៅជារូបសត្វជាព្រះរបស់មនុស្សការបញ្ចេញចលនានេះមានន័យថាគាត់ទៅតែបានបញ្ចប់កម្រិតទី1វាមិនទាន់ខ្លាំងនៅឡើយទេហាក់ដូចជាមិនអាក្រក់ទេនាងពស់ញញឹមជាមួយនឹងស្នាមញញឹមរបស់នាងលួហ្វេងត្រូវបានគេបោះចូលទៅក្នុងការបំភាន់ពន្លឺមួយត្រូវបានបញ្ចេញពីក្រោយសត្វស្វាស្គមហើយបានចងករបស់លួហ្វេងហើយហៀបនឹងកាត់ក្បាលរបស់គាត់បំបែកតាមលឿនភ្លាមរបស់ដាវវែងនេះបានឈានដល់កម្រិតខ្លាំងវាបានបន្លឺឡើងដោយសារតែរាជឆានហើយមានកម្លាំងខ្លាំងមិនគួរឲ្យជឿហើយចេញពីលំហហើយធ្លាក់ភ្លាមនៅក្នុងនោះគឺជាពន្លឺនៅពេលដែលពួកគេប៉ះទង្គិចគ្នាទាំងអាវុធណានសិននិងដារអាចត្រូវបានគូននៅឆ្ងាយខ្ញុំបានបញ្ចេញថាមពលវិញ្ញាណរបស់ខ្ញុំរួចហើយរួមផ្សំជាមួយនឹងទម្រង់មាត្រដ្ឋានកម្រិតទី1ដែលបានបញ្ចូលក្នុងអាវុធណានសិនរបស់ខ្ញុំប៉ុន្តែថាមពលរបស់ខ្ញុំនៅតែស្មើនឹងរបស់អេផ្មែនការបញ្ចេញមតិរបស់លួហ្វេងបានផ្លាស់ប្ដូរនៅពេលគាត់ប្រហឹមភ្លាមនោះគាត់ក៏ស្ទុះទៅរកបុរសគោពេលគាត់តម្រង់ទៅលើបុរសគោគាត់បានគ្រប់គ្រងអាវុធណានសិនរបស់គាត់ដើម្បីរំខានមនុស្សស្វាចំណែកស្ត្រីពស់លួហ្វេងមិនខ្វល់ពីនាងក៏តែសោះគាត់គឺជាជឿជាក់លើសមត្ថភាពរបស់គាត់ក្នុងការទប់ទល់នឹងការបំភាន់ហាបុរសគោសាច់ប្រញាប់ប្រញាល់ទៅរកលួហ្វេងគ្រប់ជំហានដែលគាត់ដើរអង្រួនដីទាំងមូលគាត់កាន់ទូថៅស្រែកឈាមដ៏ធំរបស់គាត់ហើយលើកវាឡើងគួរលំហជំវិញវាហោះភ្លាមហើយរូបភាពនៃទូថៅដ៏ធំត្រូវបានបញ្ចាំងពេញដោយគ្រាន់តែសម្ដែងរបស់គាត់លំហត្រូវបានរហែកភ្លាមលោកមេនលោកកម្រិត9កម្លាំងវាអាចហែកបានយ៉ាងងាយស្រួលល្អទម្រង់ព្រះស័ក្តិលូហ្វុងក្រវីដៃស្តាំរបស់គាត់លួហ្វេងតែកំភ្លៀងលើមេឃស្ទើរតែដូចតែកំភ្លៀងធំក្រញ៉ាំជើងមួយបានលេចចេញមកហើយការព្យាករណ៍នៃក្រញ៉ាំព្រះស័ក្តិដែលព្រើក៏លេចចេញមកក្រញ៉ាំនេះត្រូវបានប៉ះទង្គិចគ្នាទូថៅក៏ត្រូវចំចំហៀងបុរសគោបានសម្របខ្លួនភ្លាមដូរចំណែកបញ្ឈរទៅខាងនៅខាងស្តាំពូថៅដ៏ធំស៊ូប៉ុន្តែលួហ្វេងលឿនដូចភ្លេចបន្ទោបន្ទាប់ពីតែកំភ្លៀងរបស់គាត់បន្តលួនមកគាត់ក៏ប្រញាប់ប្រញាល់ទៅមុខភ្លាមដៃទាំងពីរបែរមុខទៅនឹងពូថៅដ៏ធំហើយកោងវាយ៉ាងសាហាវមេឃហែកក្រញ៉ាំលួហ្វេងបញ្ចេញអ្វីទាំងអស់ជាលើកដំបូងក្រញ៉ាំនេះសាហាវណាស់ពេលដែលគាត់ប្រញាំជើងទឹកភ្នែកចំនួន5បានលេចឡើងភ្លាមហើយការវាយប្រហាររបស់គាត់បានហែកអាវក្រោះរបស់បុរសគោការវាយប្រហារដ៏គួរឲ្យភ័យខ្លាចរបស់គាត់បានបំផ្លាញខាងក្នុងរបស់គាត់បំផ្លាញស្នូលជីវិតរបស់គាត់យ៉ាងងាយស្រួលបុរសគោស្លាប់ហើយនៅសល់តែ2នាក់ទេឥឡូវនេះគ្រូវឹងងាកមកភ្លាមបន្ទាប់ពីហែកបុរសគោហើយមើលជុំវិញមុននឹងភ្លឺទៅមុខដោយសត្វដេរឆានតាមពិតទៅពេលដែលបុរសគោត្រូវគេសម្លាប់ការប្រយុទ្ធនេះបានសម្រេចរួចហើយខ្ញុំបានជោគជ័យលួហ្វេងឈរនៅកំពូលភ្នំប្រឡេកមើលសាកសពទាំង3នៅកណ្ដាលពពកបន្ទាប់មករបួសរបស់ពួកគេបានបាត់ទៅវិញហើយពួកគេបានបង្កើតឡើងវិញពួកគេទាំង3ក្រោកឈរឡើងសូមអបអរសាទរលួហ្វេងសូមអបអរសាទរដែលបានឆ្លងកាត់ភ្នំមេឃដំបងអាណាព្យាបាលទាំង3ញញឹមដាក់លួហ្វេងស្ត្រីពស់មិនអាចជួយអ្វីបានក្រៅពីសួរលួហ្វេងមិនក៏ការបំផន់របស់ខ្ញុំមិនដំណើរការលើអ្នក
ពួកគេមិនមានកម្លាំងគ្រប់គ្រាន់ទេលួហ្វេងញញឹមការបើកបររយៈពេល900ឆ្នាំនៅក្នុងទីក្រុងដែលមានភាពច្របូកច្របល់រួមជាមួយនឹងភាពឯកោដ៏យូរនេះគឺជាការបន្តបណ្ដាលដ៏ល្អសម្រាប់ស្ថានភាពផ្លូវចិត្តរបស់គាត់ក្នុងរយៈពេល900ឆ្នាំមកនេះឆន្ទៈរបស់លួហ្វេងបានប្រសើរឡើងច្រើនទោះបីជាការស្គាល់ខ្លួនឯងគ្រាន់តែជាកម្រិតទី1នៅក្នុងស្ថានភាពផ្លូវចិត្តក៏ដោយនៅពេលដែលវាបានទទួលការបន្តបណ្ដាលលើពីដែនកំណត់របស់វានៅតែអាចបន្តទទួលបានខ្លាំងជាងឆន្ទៈរបស់លួហ្វេងគឺរឹងមាំខ្លាំងណាស់តើការបំផន់របស់នាងអាចប៉ះពាល់ដល់គាត់យ៉ាងដូចម្តេចទីក្រុងបឋមនៅលើយកពិសេសនៅចំកណ្ដាលអ្នកផ្សេងលួហ្វេងអង្គុយពីងជើងខ្ញុំបានទទួលជោគជ័យហើយលួហ្វេងបើកភ្នែករបស់គាត់ដោយក្តីរីករាយខ្ញុំបានឆ្លងកាត់ភ្នំមេឃក្នុងតំបន់បឋមតាមវិធីនេះពេលដែលខ្ញុំទៅដល់ម្ចាស់ផ្នែកខ្ញុំនឹងទទួលបានរង្វាន់ដ៏ធំកម្លាំងរបស់ខ្ញុំនឹងឡើងដល់កម្រិតថ្មីមួយទៀតហើយខ្ញុំនឹងមានឱកាសប្រសើរជាងមុននៅក្នុងជីវិតឬការសាកល្បងការស្លាប់នាពេលខាងមុខគ្រូថ្នាក់ដឹកនាំទីក្រុងដែលមានភាពបបោក៏បានប្រាប់ខ្ញុំដែរឲ្យរកមើលគាត់នៅពេលដែលខ្ញុំឈានដល់កម្រិតម្ចាស់ផ្នែកបន្ទាប់មកខ្ញុំនឹងទម្លុះដល់កម្រិតម្ចាស់ផ្នែកភ្លាមលួហ្វេងបិទភ្នែកក្នុងពេលដំណើរគ្នាកោះផ្គរលាន់របស់សកលលោកមានសភាពអ៊ូអរសមាជិកថ្នាក់គ្រប់គ្រងទាំងអស់បានដឹងដំណឹងមួយថាលួហ្វេងបានឆ្លងផុតភ្នំមេឃនៃតំបន់បឋមវាយូរណាស់មកហើយទីបំផុតមាននរណាម្នាក់ពីមនុស្សជំនាន់ក្រោយរបស់យើងដែលបានឆ្លងកាត់ភ្នំមេឃហើយវាជា Low Level Sky Mountain គាត់លើកការស្រាហាពិសាដូចដែលគាត់សរសើរលួហ្វេងនេះគឺជាអ្នកដែលពេញចិត្តដោយមេដឹកនាំទីក្រុងដែលមានភាពច្របូកច្របល់ព្រោះសមត្ថភាពរបស់គាត់គឺអស្ចារ្យណាស់បុរសម្នាក់ទៀតពាក់អាវបោះប្រាក់ក្បាលកំពែងនិងពណ៌បៃតងឆ្លាតលើមុខរបស់គាត់ញញឹមហើយមើលមួយផ្លែតទាំងនេះគឺជាអ្នកជិះសេះ3អ្នកកំពុងជជែកគ្នាពួកគេទាំង3អ្នកសុទ្ធតែជាអ្នកចាត់ទុំកម្រិតគ្រប់គ្រងរបស់ក្រុមហ៊ុន Mutual Universe បេសកកម្មចំណុចខ្ពស់បំផុតរបស់លួហ្វេងពីមុនត្រូវបានវិនិច្ឆ័យដោយអ្នកទាំង3នេះបុរសសក់បៃតងខ្លីរញ៉េរញ៉ៃបានស្រក់ទឹកភ្នែកយ៉ាងត្រជាក់លួហ្វេងនេះស្រេកឃ្លានឈាមនិងអាត្មានិយមខ្លាំងណាស់អ្វីដែលជាចំណុចខ្លាំងគាត់អាចជាគ្រោះមហន្តរាយនាពេលអនាគតតាមអ្វីដែលខ្ញុំឃើញយើងគួរតែដាក់កម្រិតគាត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីបញ្ឈប់ការលូតលាស់របស់គាត់យើងទាំងពីរមិនហ៊ានធ្វើដូច្នេះទេបរិវេណផ្នែកបុរសចំអកនោះគឺជាសិស្សរបស់មេដឹកនាំទីក្រុងដ៏ច្របូកច្របល់ដែលជាអ្នកខ្លាំងបំផុតនៅក្នុងក្រុមហ៊ុន Mutual Universe ជាមួយនឹងការគ្រប់គ្រងរបស់គាត់ខ្ញុំត្រូវតែនិយាយថាបូស៊ីបានអ្នកប្រាកដជាមានចិត្តខ្លះក្នុងការគិតអំពីការដាក់កំហិតសិស្សរបស់គាត់ការបញ្ចេញមតិរបស់បុរសខ្លីកាន់តែអាក្រក់នៅក្បែរគាត់បុរសទំពេកពាក់អាវប្រាក់ស្រាប់តែសើចត្រូវហើយខ្ញុំចាំបានថាពេលដែលនរណាម្នាក់ឆ្លងកាត់ដែលលោក Prima Region Sky Mountain ពេលដែលគាត់ខ្លាយជាម្ចាស់វិស័យគាត់នឹងទទួលបានរង្វាន់ចំនួន3 billion ជារង្វាន់ឯកមានរឿងបែបនេះបុរសផ្នែកចម្រងមុខក្បាលបន្ទុក3000លានលូហ្វេងនេះបានប្រសើរឡើងយ៉ាងឆាប់រហ័សពីមុនដោយគ្មានធនធានច្រើននៅពេលដែលគាត់ខ្លាយជាម្ចាស់ផ្នែកការទិញកំណត់របស់គាត់ជាមួយនឹងបន្ទុក3000លាននេះផងដែរជាមួយនឹងការណែនាំរបស់អ្នកដឹកនាំទីក្រុងដែលមានភាពបបោដំបងគាត់នឹងកើនឡើងគាត់នឹងខ្លាយទៅជាមនុស្សដាច់ខាតដូចគេឌីវិញនៅពេលនោះបុរសទំពេកពាក់អាវប្រាក់បានសរសើរបរិវេណសម្លឹងមើលបុរសនិងបុរសពាក់អាវប្រាក់ជជែកគ្នាលេងវាធ្វើឲ្យអ្នកខ្លីម្នាក់ទៀតមិនសប្បាយចិត្តពួកគេមិនអាចត្រូវបានស្ដីបន្ទោសចំពោះការទេឌីគាត់នោះទេរឿងសំខាន់គឺអំឡុងពេលបេសកកម្មចំណុចខ្ពស់បំផុតរបស់លួហ្វេងកម្រិតទី4អ្នកទាំង3មានចំនួនពួកគេទាំងពីរអ្នកបានគិតថាភាពអាត្មានិយមតិចតួចគឺជារឿងធម្មតាណាស់វានឹងចម្លែកប្រសិនបើគាត់មិនមានហើយលួហ្វេងមានភាពយុត្តិធម៌ខ្លាំងណាស់ចំពោះសមាជិកដទៃទៀតពួកគេចង់ផ្ដល់ឲ្យគាត់90ទៅ100ក្នុង1%ការបញ្ចប់និងប្រាក់រង្វាន់បន្ថែមកាន់តែខ្ពស់បន្ទាប់ពីនេះបើតាមលោកបូស៊ីវ៉ាមិនយល់ស្របទេគាត់គិតថាលួហ្វេងគឺអាត្មានិយមណាស់គាត់មិនបានសួរឪពុកគាត់ទេច្បាស់ណាស់គាត់មិនខ្វល់ពីក្រុមហ៊ុន Mutual Universe ទេបើមនុស្សបែបនេះត្រូវបានចិញ្ចឹមបីបាច់ប្រហែលជាវានឹងនាំឲ្យមានមហន្តរាយទៅថ្ងៃអនាគតក្នុងចំនួនដូច្នេះការសម្រេចចិត្តចុងក្រោយបន្ទុកមិនខ្ពស់ឬទាបពេកទេចាំបន្តិចខ្ញុំបាននិយាយវាទំនងជាគាត់អាចជួបគ្រោះមហន្តរាយបុរសខ្លីនិយាយពីរអ្នកទៀតគ្រាន់តែសើចកំឡុងពេលជជែកគ្នាពួកគេទាំងអស់បានទទួលព័ត៌មានតិចតួចចំនួនចៅវាយនាយផ្នែកបឋមបានកើនឡើងពី100ដល់101មានម្ចាស់ផ្នែកបឋមថ្មីលូហ្វេងបានក្លាយជាម្ចាស់ផ្នែកបុរសក្នុងបរិវេណនិងបុរសពាក់អាវពណ៌ប្រាក់សាច់ទាំងបុរសខ្លីតែមើលទៅយ៉ាងត្រជាក់745សំណាក់ជំពូកទី745សំណាក់អ្នកបកប្រែ Translation Nation Editor Translation Nation កម្រិតនៃការសម្ងាត់តាក់ទងនឹងសមាជិកតំបន់បឋមនៃក្រុមហ៊ុន Mutual Universe មិនត្រូវបានគេចាត់ទុកថាខ្ពស់ពេកនោះទេនៅពេលដែលលួហ្វេងក្លាយជាម្ចាស់ផ្នែកមួយហើយត្រូវបានបញ្ជាក់ដោយប្រព័ន្ធបណ្ដាញសកលនិមិត្តវាបានបង្កើនឋានៈរបស់គាត់ដោយស្វ័យប្រវត្តិដូច្នេះហើយក្លាយជាម្ចាស់វិស័យតំបន់បឋមគ្រាដែលបានកើតឡើងនោះក៏បញ្ជីឈ្មោះបានផ្លាស់ប្ដូរហើយសត្វដែលមិនទាន់ស្លាប់និងសត្វពិតជាច្រើនបានរកឃើញពីធម្មជាតិអំពីវាលួហ្វេងបានដើរទៅកាន់វិមានរបស់មេដឹកនាំទីក្រុងហើយបានឃើញមនុស្សស្លាប់ជាច្រើនកំពុងសម្លឹងមើលគាត់នោះលួហ្វេងគាត់ជាប្រធានផ្នែកបឋមរួចទៅហើយខ្ញុំបានឮថាគាត់បានឆ្លងកាត់ដែលលោក Prima Region Sky Mountain តើអ្នកទទួលបានព័ត៌មាននោះនៅឯណាសត្វផលភ្នំមេឃមិនបង្ហាញជាសាធារណៈទេខ្ញុំឮតែអ្នកជិះសេះទៅដឹងរឿងបែបនេះខ្ញុំទៅតែឮមានការពិភាក្សាគ្នាយ៉ាងស្រទន់ជាច្រើននៅតាមផ្លូវវាច្បាស់ណាស់ថាក្នុងរយៈពេល1.000ឆ្នាំកន្លងមកនេះលួហ្វេងបានក្លាយជាមនុស្សដែលមានទេពកោសល្យល្បីល្បាញនៅក្នុងទីក្រុងដែលមានភាពវឹកវរដូច្នេះអ្នកចម្បាំងស្ទើរតែទាំងអស់បានស្គាល់គាត់លួហ្វេងបានចូលទៅក្នុងគេហដ្ឋានរបស់មេដឹកនាំទីក្រុងចំពេលមានការពិភាក្សាហើយឈានជើងចូលទៅក្នុងទីធ្លាដ៏វឹកវរដែលបំផ្លិចបំផ្លាញពេលវេលានឹងលំហូរប្រែប្រួលនៅចំកណ្ដាលប្រាសាទដ៏ធំនេះសាកសពរាប់លានអាចត្រូវបានគេឃើញនៅជុំវិញលួហ្វេងដើរកាត់ដីហើយឃើញរូបស្រមោលអង្គុយកាត់ជើងពីចម្ងាយលោកគ្រូលួហ្វេងឈរនៅទីនោះហើយអង្គគោរពមេក្រុងបានក្រោកឡើងកន្ទុយពោះរបស់គាត់បានបោកបោកពេលគាត់មើលទៅលួហ្វេងនេះបានធ្វើឲ្យលួហ្វេងភ្ញាក់ផ្អើលនៅក្នុងខ្ញុំបានទៅលេងគាត់អស់រយៈពេលជាច្រើនឆ្នាំនៅក្នុងសកលនិមិត្តគ្រូរបស់ខ្ញុំនៅក្នុងសកលលោកនិមិត្តសម្ពាធនឹងថាមពលដែលខ្ញុំមានអារម្មណ៍ពីគាត់គឺខុសគ្នាទាំងស្រុងបើធៀបនឹងជីវិតពិតមេដឹកនាំទីក្រុងបបោបឋមមានសាកសព3លួហ្វេងបានដឹងថានេះជាម្នាក់ក្នុងចំណោមពួកគេកាយទីបំផុតអ្នកសុខចិត្តទំលាយដល់កម្រិតចៅវាយនេះផ្នែកមេទីក្រុងហាក់ដូចជាញញឹមដាក់គាត់
Đua phanhភ្ញាក់ផ្អើលទីបំផុតសុខចិត្តពី domain load level 9ដល់ sector load ជាធម្មតាមនុស្សម្នាក់នឹងជួបជាមួយរបាំងមួយវាមិនមែនជារឿងងាយស្រួលក្នុងការទូលាយទេទោះយ៉ាងណាគ្រូរបស់គាត់សំឡេងតើអ្នកបានសាកសពសត្វស្នែងមាននៅពេលណាតើវាបានត្រឡប់មកវិញនៅពេលដែលផែនដីរបស់អ្នកត្រូវបានវាយប្រហារដោយសត្វមួយដួលហ្វេងសម្លឹងមុខធំព្រះជាម្ចាស់មានសត្វផ្ទះមាសទេនេះគាត់បានរក្សាការសម្ងាត់នេះយ៉ាងល្អបំផុតដោយមិនដែលបង្ហាញវាឡើយមិនហាអូនទៅប៉ុណ្ណឹងអ្នកដឹកនាំទីក្រុងសត្វខ្លាំងតើអ្នកគិតថាអ្នកអាចលាក់វាពីខ្ញុំបានទេលោកគ្រូដួលហ្វេងភ័យខ្លាំងណាស់កុំបារម្ភវាគ្មានបញ្ហាអ្វីធំដុំទេប្រឡងមិនថាអ្នកមានអ្វីឬរូបកាយណាដែលអ្នកទទួលនោះទេប្រឡងអ្នកមិនដែលផ្លាស់ប្ដូរទេវានៅតែជាប្រឡងមនុស្សតាមធម្មជាតិអ្នកនៅតែជាផ្នែកនៃមនុស្សជាតិដួលហ្វេងដកដង្ហើមធំឬធូរស្បើយពីខាងក្នុងនោះជាការត្រឹមត្រូវមានបច្ចេកទេសកណ្ដាប់ជាច្រើននរណាម្នាក់នៅកម្រិតកាយអ្នកធ្វើដំណើរឬកម្រិតកាយសូម្បីតែអ្នកទាំងនោះក៏អាចប្រើវាបានដែរមានមនុស្សជាច្រើនដែលនឹងមានអ្នកផ្សេងហើយជាយាមម្ដងទៀតប្រសិនបើពួកគេមិនពេញចិត្តនឹងលេខ1ដូចគ្រូរបស់គាត់ហូយ៉ានបូបានធ្វើពីមុនមកមានអ្នកចម្បាំងជាច្រើននៅក្នុងសកលលោកដែលមានអ្នកផ្សេងទៀតដើម្បីកាត់បន្ថយកម្រិតនៃឈាមទាបរបស់ពួកគេដូច្នេះការកាន់កាប់មិនមែនជាអ្វីដែលថោកទាបនោះទេប្រឡងគឺជាស្នូលសត្វស្នែងមានប្រឡងមនុស្សធម្មជាតិនៅតែជាមនុស្សហាកុំចាញ់បោករូបរាងអីបើរូបរាងជាមនុស្សប៉ុន្តែរាងកាយរបស់គេត្រូវបានជាតិសាសន៍ដតៃកាន់កាប់រួចហើយប្រឡងរបស់គេនឹងទៅជារបស់គេមេដឹកនាំទីក្រុងញញឹមការអាចមានរាងកាយរបស់សត្វស្នែងនេះជាជំនាញរបស់អ្នកផ្ទាល់ប្រសិនបើអ្នកអាចមានទម្រង់ជីវិតរឹងមាំជាងនេះវានឹងកាន់តែល្អជាងនេះការព្រួយបារម្ភតែមួយគត់គឺប្រសិនបើអ្នកបរាជ័យទីបំផុតលួហ្វេងបានស្ងប់ក្នុងចិត្តគាត់មានការព្រួយបារម្ភពីមុនព្រោះហូយ៉ានបូភាគច្រើនមានមនុស្សម្នាក់ទៀតចំណែកឯគាត់វិញគាត់មានជាតិសាសន៍មួយទៀតហើយនៅពេលដែលវាត្រូវបានបង្ហាញប្រសិនបើគាត់ត្រូវបានសម្គាល់ថាជាពូជសាសន៍ផ្សេងទៀតនោះមានន័យថាមានបញ្ហាធំគាត់មិនហ៊ានលេងល្បែងទេដូច្នេះហើយបានជាគាត់បានលាក់បាំងការពិតនេះតាមមើលទៅមនុស្សជាតិខាងលើហាក់ដូចជាបើកចំហណាស់អំពីវាលោកគ្រូតាអ្នកដឹងដោយរបៀបណាលោកហ្វុងមិនអាចជួយអ្វីបានទេក្នុងការសួររាល់ក្រុមនៃទេពកោសល្យដែលត្រូវបានស្រូបចូលមិនថាពួកគេមកពីការប្រកួតប្រជែងជេនេះឬសមាជិកដែលស្រូបយកសម្រាប់5លេវីអេថេនពួកគេទាំងអស់បានមកទីក្រុងវឹកវរដំបងតាមកង់អ្នកដឹកនាំទីក្រុងសាច់ថាពេលអ្នកមកទីនេះដំបងហេតុផលមួយគឺអ្នករើស tablet ដល់ច្របូកច្របល់របស់អ្នកទី2គឺដើម្បីកំណត់ថាតើមានអ្នកស៊ើបការពូជសាសន៍ផ្សេងទៀតឬអត់ការប្រណាំងវានឹងក្លាយជាការលេងសើចក្នុងទីក្រុងដ៏វឹកវរបឋមខ្ញុំអាចពិនិត្យមើលអ្នកទាំងអស់គ្នាបានភ្លាមមេក្រុងនិយាយថាខ្ញុំបានឃើញស្នូលក្នុងខ្លួនរបស់អ្នកភ្លាមលួហ្វេងភ្ញាក់ផ្អើលត្រូវហើយរបៀបដែលមនុស្សជាតិមិនអាចពិនិត្យមើលទេពកោសល្យនឹងចំណាយធនធានលើពួកគេហើយអ្នកដឹកនាំទីក្រុងដែលមានភាពវឹកវរជាបឋមដែលជាមនុស្សកំពូលបំផុតនៃមនុស្សជាតិគឺពិតជាមហាអំណាចមួយក្នុងចំណោមមហាអំណាចទាំង3របស់មនុស្សជាតិតាមធម្មជាតិគាត់អាចមើលឃើញតាមរយៈមនុស្សនិងប្រឡងរបស់គាត់បានយ៉ាងងាយបន្ទាប់មកលួហ្វេងមិនអាចជួយអ្វីបានក្រៅពីនិយាយថាចាប់តាំងពីអ្នកដឹងថាខ្ញុំមានសត្វស្នែងមាសហើយថាវាស្ថិតក្នុងកម្រិតចៅហ្វាយងាយហេតុអ្វីបានជាអ្នកឲ្យខ្ញុំបន្តធ្វើជាសមាជិកកម្រិតម្ចាស់ដែរទោះបីខ្ញុំដឹងរឿងនេះក៏ដោយវាមិនមានន័យថាអ្នកផ្សេងធ្វើនោះទេអ្នកដឹកនាំទីក្រុងញញឹមដោយប្រងើយកន្តើយលួហ្វេងព្រេចភ្នែកការងាររបស់ខ្ញុំគឺធ្វើឲ្យប្រាកដថាអ្នកមិនមែនជាចរកម្មនៃពូជសាសន៍ផ្សេងទៀតមេក្រុងបានលាន់មាត់ថាមានការជួបគ្នាជាច្រើននៅក្នុងសកលលោកកម្មសិទ្ធិរបស់អ្នកនៃសត្វដែលរស់នៅដោយនេះមិនមានន័យអ្វីនៅក្នុងសកលលោកដ៏ធំធេងនោះទេដរាបណាខ្ញុំអាចប្រាកដថាអ្នកជាមនុស្សនោះគ្រប់គ្រាន់ហើយចំណែកឯអ្នកគ្រប់គ្រងមិនបានស្វែងយល់ហើយនៅតែយកអ្នកជាថ្នាក់សកលជាម្ចាស់ដែរខ្ញុំមិនអាចរំខានវាបានទេលួហ្វេងងក់ក្បាលត្រូវហើយអ្នកដឹកនាំទីក្រុងគាត់គឺជាចៅហ្វាយដ៏ធំបំផុតរបស់ក្រុមហ៊ុន Virtual Universe តើវាដល់កម្រិតណាហេតុអ្វីបានជាគាត់ខ្វល់អំពីរឿងបែបនេះបើអ្នកអាចរកឃើញតើអ្នកផ្សេងមិនអាចធ្វើដូចបន្តិចលួហ្វេងសួរដោយឆ្ងល់ខ្ញុំគ្រប់គ្រងពេលវេលានិងលំហនៅទីនេះអ្នកដឹកនាំទីក្រុងញញឹមថានៅក្នុងចន្លោះនេះខ្ញុំអាចស្កេតអ្វីគ្រប់យ៉ាងបានយ៉ាងងាយស្រួលអ្នកជិះសិតទាំងនោះពួកគេអាចយល់លំហឬពេលវេលាពួកគេមិនទាន់ឈានដល់កម្រិតរបស់ខ្ញុំទេលុះត្រាតែពួកគេមានបំណងបញ្ជូនថាមពលព្រះមួយដុំចូលទៅក្នុងខ្លួនរបស់អ្នកដើម្បីពិនិត្យនោះពួកគេនឹងមិនអាចរកឃើញថាអ្នកមានសត្វមាននៅក្នុងផ្ទះនោះទេលួហ្វេងបានដឹងចាស់ចក្រវាលបានគ្រប់គ្រងទាំងពេលវេលានិងលំហដោយធម្មជាតិគាត់មានថាមពលខ្លាំងជាងអ្នកជិះសិតទៅទៀតវាជារឿងល្អដែលអ្នកមកទីនេះពេលអ្នកខ្សោយអ្នកដឹកនាំទីក្រុងបាននិយាយថាប្រសិនបើអ្នកមកទីនេះលើកទី1នៅពេលដែលអ្នកមិនទាន់ស្លាប់ខ្ញុំប្រហែលជាយល់ច្រឡំថាអ្នកជាចរកម្មរបស់សត្វទីតុយលួហ្វេងភ្ញាក់ផ្អើលពេលដែលមនុស្សម្នាក់ខ្លាយទៅជាមិនស្លាប់ប្រឡងរបស់គាត់នឹងចាប់តាមរលាយជាមួយរាងកាយគ្រប់វិញ្ញាណដែលប្រតិប្រឡាគ្នាជាមួយកោសិការបស់អ្នកដឹកនាំទីក្រុងញញឹមនៅពេលដែលវាកើតឡើងគ្រប់កោសិកាទាំងអស់គឺជាផ្នែកនៃប្រឡងរបស់អ្នកព្រោះថាมันមានប្រឡងច្បាស់លាស់ទេមានតែវិញ្ញាណជាមូលដ្ឋានបំផុតប៉ុណ្ណោះដែលគូបញ្ជាក់អំពីជីវិតហើយស្លាកស្នាមនៃជីវិតទាំងអស់ដែលមានប្រឡងគឺខុសគ្នាវានឹងមិនមានវិធីសម្រាប់ខ្ញុំក្នុងការកំណត់ថាតើប្រឡងរបស់អ្នកគឺជារបស់មនុស្សឬមិនបានដូច្នេះខ្ញុំសង្ស័យថាអ្នកជាចរកម្មសម្រាប់ជាតិសាសន៍ផ្សេងអ្នកដឹកនាំទីក្រុងញញឹមលួហ្វេងងក់ក្បាលត្រូវហើយនៅពេលដែលមនុស្សធម្មតាទៅដល់ចាស់វិស័យប្រឡងរបស់គាត់នឹងប្រមូលទុំនៅកម្រិត domain load វាគឺជាគ្រីស្តាល់ប្រឡងចាស់វិស័យវាបានក្លាយជាកុដឆ្លងដែលប្រមូលទុំទាំងស្រុងនៅខាងក្នុងតាមធម្មជាតិអ្នកដឹកនាំទីក្រុងនឹងអាចដឹងថាតើមនុស្សម្នាក់ជាប្រឡងមនុស្សឬអត់ទោះយ៉ាងណាក៏ដោយបន្ទាប់ពីមនុស្សម្នាក់បានក្លាយទៅជាមិនស្លាប់ប្រឡងនឹងខ្ទេចខ្ទាំនឹងបែកខ្ញែករលាយចូលទៅក្នុងកសិកានីមួយវានឹងមិនអាចមើលឃើញប្រឡងបានច្បាស់ទៀតទេព្រោះប្រឡងបានក្លាយទៅជាផ្នែកមួយនៃរូបកាយដែលមិនទាន់ស្លាប់ប្រសិនបើនោះជាករណីនេះតើអ្នកមិនអាចកំណត់ថាតើអ្នកមិនទាន់ស្លាប់ខ្លះជាអ្នកស៊ើបការទេប្រសិនបើពួកគេមកទីនេះជាលើកដំបូងលួហ្វេងសួរត្រូវមេក្រុងងក់ក្បាលថាគ្មានផ្លូវទៅទេដូច្នេះរាល់ការស្លាប់ដែលមកទីនេះជាលើកទី1សុទ្ធតែជាជនសង្ស័យពួកគេនឹងត្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យក្រោយពីបានឮដូច្នេះលួហ្វេងមានអារម្មណ៍ថាសន្តិសុខនៅជុំវិញដែនដីពិសិដ្ឋរបស់មនុស្សជាតិទីក្រុងវឹកវរបឋមប្រាកដជាតឹងរ៉ឹងគ្រូរបស់គាត់ប្រហែលជាគ្រាន់តែប្រាប់គាត់អំពីកម្រិតសុវត្ថិភាពខ្ញុំប៉ុណ្ណោះ
គួរតែមានអ្នកដទៃគាត់តែងតែគិតថាការកាន់កាប់របស់គាត់នៃសាសនានេះគឺជាអាកំបាំងគាត់មិននឹកស្មានថាមេទីក្រុងដឹងរឿងនេះទេតែពេលនោះគាត់ខ្ជិលពេកក្នុងការរំខានពីការលេងភ្លេងដ៏តូចមួយនេះការមានសាសនានេះក្នុងចំណោមការប្រណាំងរាប់លាននៅក្នុងចក្រវាឡវាត្រូវបានចាត់ទុកថាជាការជួបគ្នាជាមធ្យមអ្នកដឹកនាំទីក្រុងញញឹមចំណុចល្អតែមួយគត់គឺអ្នកទទួលបានសមត្ថភាពឈាមធម្មជាតិនៃការក្លូនដោយជ្រើសរើសក្លូនដ៏ល្អមានសារៈសំខាន់ខ្លាំងណាស់តើអ្នកមានប៉ុន្មានអ្នកឥឡូវនេះ2លួហ្វេងនិយាយដោយគោរពហឹមមើលទៅនៅសល់តែមួយទេចៅវាយក្រុងមុខក្បាលខ្ញុំសូមណែនាំអ្នកលួហ្វេងស្ដាប់ដោយពិបាកសកលលោកគឺយុត្តិធម៌សមត្ថភាពធម្មជាតិនេះមិនមានដែនកំណត់អ្នកដឹកនាំបានសង្កត់ធ្ងន់ថាតាមអ្វីដែលខ្ញុំដឹងមានទម្រង់ជីវិតដ៏អាថ៌កំបាំងនិងគួរឲ្យភ័យខ្លាចបំផុតនៅក្នុងសកលលោកដែលពួកវាខ្លះមានលក្ខណៈប្លែកពីគេសូម្បីតែនៅកម្រិតម្ចាស់ផ្នែកពិភពខាងក្នុងរបស់សាសនានេះរបស់អ្នកមិនអាចបង្កើតទម្រង់ជីវិតបែបនេះបានទេពិភពខាងក្នុងនៃសត្វដែលដាច់ឆានភាគច្រើនអាចបង្កើតបានមួយដែលខ្លាំងជាងខ្លួនវាពី10ទៅ100ដងប្រសិនបើវាបង្កើតទម្រង់ជីវិតបែបនេះវានឹងមិនប្រាកដនិយមពេកនោះទេជាការពិតណាស់សាសនានេះខ្លួនឯងមានខ្សែឈាមដ៏ប្រណិតដូច្នេះហើយទម្រង់ជីវិតរបស់ម្ចាស់វិស័យស្ទើរតែទាំងអស់នៃចក្រវាឡអាចដំណើរការបានមានតែទម្រង់ជីវិតតិចតួចប៉ុណ្ណោះដែលមានករណីលើកលែងទី2ប្រសិនបើអ្នកជ្រើសរើសសត្វដែលមានអំណាចនៅចិត្តដែនកំណត់នៃពិភពលោកខាងក្នុងរបស់អ្នកខ្លាំងជាងសាសនានេះរបស់អ្នក100ដងនោះអ្នកប្រាកដជាអាចផលិតវាបានទោះជាយ៉ាងណាក៏ដោយសកលលោកគឺយុត្តិធម៌ប្រសិនបើខ្លួនរបស់អ្នកគឺឋានសួគ៌ពេកការលូតលាស់របស់អ្នកនឹងជួបនឹងឧបសគ្គមួយចំនួនលួហ្វេងមានការភ្ញាក់ផ្អើលពីរាំងត្រូវហើយអ្នកដឹកនាំទីក្រុងមុខក្បាលថាប្រសិនបើខ្លួនរបស់អ្នកខ្លាំងពេកវានឹងមានការលំបាកខ្លះនៅតាមផ្លូវសំណាងល្អនិងសំណាងអាក្រក់គឺអាស្រ័យគ្នាទៅវិញទៅមកគាត់ញញឹមនេះគឺជាភាពយុត្តិធម៌នៃសកលលោកទោះបីជាមានការរារាំងក៏ដោយនៅពេលដែលអ្នកទម្លាយវាអ្នកនឹងមានថាមពលកាន់តែខ្លាំង